ដានីយ៉ែលជំពូកទី1នៅឆ្នាំទី3ក្នុងរាជយេហូយ៉ាគីមជាស្ដេចយូដានោះនេបូខនេសាជាស្ដេចបាប៊ីឡូនទ្រង់មកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិមនោះព្រះអង្គម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីមជាស្ដេចយូដាទៅក្នុងកណ្ដាប់ដៃនៃនេបូខនេសាព្រមទាំងគ្រឿងប្រដាប់មួយភាគដែលនៅក្នុងព្រះវិហារនៃព្រះផងហើយទ្រង់ក៏ដឹកនាំទៅឯស្រុកស៊ីណាដាក់ក្នុងវិហាររបស់ព្រះនៃទ្រង់គឺបាននាំយកគ្រឿងប្រដាប់ទាំងនោះទៅក្នុងឃ្លាំងរបស់ព្រះនៃខ្លួនស្ដេចទ្រង់មានបន្ទូលបង្គាប់ដល់អាភនីសជានាយកលើពួកកំរាវរបស់ទ្រង់ឲ្យនាំពួកស្ដេចនិងពួកមានត្រកូលខ្ពស់ក្នុងពួកកូនចៅអ៊ីស្រាអែលចូលមកគឺជាមនុស្សកំឡោះដែលឥតមានខ្ចោះអ្វីសោះជាអ្នកដែលមានរូបរាងល្អហើយចេះស្ទាត់ក្នុងគ្រប់ទាំងចំណេះឆាប់យល់ខាងសេចក្តីជ្រៅជ្រះមានគំនិតវាងវៃនិងអស់ទាំងអ្នកដែលមានតម្រេះអាចធ្វើការងារក្នុងដំណាក់ស្ដេចបានក៏ប្រាប់ដល់លោកបង្រៀនគេតាមវិជ្ជានិងភាសារបស់សាសខាល់ដេស្ដេចទ្រង់ក៏តម្រូវឲ្យមានចំណែកអាហារលួងចែកដល់គេជារាល់ថ្ងៃព្រមទាំងស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយផងហើយឲ្យចិញ្ចឹមគេយ៉ាងដូច្នោះគ្រប់3ឆ្នាំដើម្បីកាលណាសម្រេចពេលកំណត់ហើយនោះឲ្យគេបានធ្វើការងារនៅចំពោះស្ដេចរីឯក្នុងពួកអ្នកទាំងប៉ុន្មាននោះមានពួកយូដាខ្លះគឺមានដានីយ៉ែល1ហាណានី1មីសាអែល1និងអសារ៉ា1ឯចៅវាយលើពួកកំរាវលោកឲ្យមានឈ្មោះផ្សេងវិញគឺលោកឲ្យដានីយ៉ែលមានឈ្មោះថាបេលថេសាសាឲ្យហាណានីមានឈ្មោះថាសាត្រាក់ឲ្យមីសាអែលមានឈ្មោះថាមេសាក់ហើយក៏ឲ្យអសារ៉ាមានឈ្មោះថាអបេតនេកោប៉ុន្តែដានីយ៉ែលបានសម្រេចក្នុងចិត្តថាមិនព្រមឲ្យខ្លួនសៅមងដោយអាហាររបស់ស្ដេចឬដោយស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយឡើយបានជាលោកសូមដល់ចៅវាយលើពួកកំរាវដើម្បីមិនឲ្យខ្លួនព្រមសៅមងទៅព្រះទ្រង់ក៏ធ្វើឲ្យដានីយ៉ែលបានប្រកបដោយសេចក្តីសប្បុរសនិងសេចក្តីស្រឡាញ់របស់ចៅវាយនោះឯចៅវាយលើពួកកំរាវនោះក៏និយាយនឹងដានីយ៉ែលថាយើងខ្លាចព្រះករុណាជាព្រះអង្គម្ចាស់នៃយើងដែលទ្រង់បានតម្រូវអាហារនិងគ្រឿងផឹកដល់អ្នកណាស់ចង់ឲ្យទ្រង់តតឃើញមុខអ្នករាល់គ្នាបានអាក្រក់ជាងពួកកំឡោះស្រករនឹងឯងធ្វើអីយ៉ាងនោះអ្នកនឹងធ្វើឲ្យយើងប្រថុយក្បាលចំពោះស្ដេចហើយនោះដានីយ៉ែលនិយាយដល់អ្នកតម្រួតដែលចៅវាយពួកកំរាវបានតាំងឲ្យត្រួតលើដានីយ៉ែលហាណានីមីសាអែលនិងអសារ៉ាថាសូមលបងលយើងខ្ញុំជាអ្នកបម្រើលោកបាន10ថ្ងៃមើលសូមឲ្យគេឲ្យយើងខ្ញុំរាល់គ្នាទទួលទានតែបន្លែហើយផឹកទឹកប៉ុណ្ណោះចុះរួចសូមលោកមើលមុខយើងខ្ញុំផ្ទឹមនឹងមុខពួកកំឡោះដែលបរិភោគអាហាររបស់ស្ដេចក៏សូមលោកប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកឃើញចុះដូច្នេះលោកក៏ស្ដាប់តាមគេក្នុងដំណើរនោះក៏លបងគេមើលអស់10ថ្ងៃលុះដល់ផុត10ថ្ងៃទៅនោះមុខគេបានស្រស់ជាងហើយគេមានសាច់ល្អជាងពួកកំឡោះដែលបរិភោគអាហាររបស់ស្ដេចទៅទៀតដូច្នេះអ្នកតម្រួតក៏ដកយកអាហារនិងស្រាទំពាំងបាយជូរដែលសម្រាប់ឲ្យពួកគេផឹកចេញទៅហើយបានឲ្យតែបន្លែដល់គេវិញរីឯមនុស្សកំឡោះទាំង4នាក់នេះព្រះទ្រង់ប្រទានឲ្យគេមានតម្រេះហើយឲ្យបានឆ្លៀវឆ្លាតក្នុងគ្រប់ទាំងចំណេះនិងប្រាជ្ញាឯដានីយ៉ែលលោកក៏មានយោបល់ក្នុងគ្រប់អស់ទាំងការជាក់ស្ដែងនិងការយល់សប្តិផងលុះដល់កំណត់ពេលដែលស្ដេចបានបង្គាប់ឲ្យនាំគេចូលមកនោះចៅវាយលើពួកកំរាវក៏នាំគេចូលទៅគាល់នេបូខនេសាស្ដេចទ្រង់ក៏មានបន្ទូលសន្ទនានឹងគេហើយក្នុងពួកអ្នកទាំងនោះឥតឃើញមានអ្នកណាដូចជាដានីយ៉ែល
ហាណានី មីសាអែល និងអសារ៉ាឡើយដូច្នេះអ្នកទាំងនោះបានធ្វើការងារនៅចំពោះស្ដេចទៅហើយក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញានិងយោបល់ដែលស្ដេចទ្រង់សួរដល់គេនោះក៏ឃើញថាគេវិសេសជាងអស់ទាំងពួកគ្រូមន្តអាគមហើយនិងគ្រូអង្គុយធម៌ដែលនៅក្នុងគ្រប់អាណាខេត្តទ្រង់មួយជា10ហើយដានីយ៉ែលក៏រៀនតទៅដល់រ៉ាបដល់ឆ្នាំទី1ក្នុងរាជស្ដេចស៊ីរុសដានីយ៉ែលជំពូកទី2នៅក្នុងឆ្នាំទី2នៃរាជនេបូខនេសានោះទ្រង់បានសិបិននិមិត្តហើយមានវិញ្ញាណវិង្សងបានជាទ្រង់ផ្ទុំមិនលក់ឡើយរួចស្ដេចទ្រង់បង្គាប់ឲ្យហៅពួកគ្រូមន្តអាគមគ្រូអង្គុយធម៌និងគ្រូអាបធ្មប់ព្រមទាំងពួកខាល់ដេឲ្យមកកាត់ស្រាយសុបិននោះថ្វាយទ្រង់គេក៏ចូលមកឈរនៅចំពោះស្ដេចរួចស្ដេចទ្រង់មានបន្ទូលនឹងគេថាអញបានយល់សពហើយមានវិញ្ញាណវិង្សងដោយចង់ដឹងន័យក្នុងសពនោះដូច្នេះពួកខាល់ដេគេទូលឆ្លើយដល់ស្ដេចជាភាសាអារ៉ាមថាបបិទ្ធព្រះករុណាសូមឲ្យទ្រង់មានព្រះជន្មតរៀងទៅសូមទ្រង់មានបន្ទូលប្រាប់សុបិននោះមកយើងខ្ញុំជាបាវបម្រើចោះនោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាបតែស្ដេចទ្រង់មានបន្ទូលដល់ពួកខាល់ដេថាសេចក្តីនោះយើងបានភ្លេចទៅហើយបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងសពនោះហើយកាត់ស្រាយផងនោះអ្នករាល់គ្នានឹងត្រូវកាប់ជាដុំជាដុំហើយផ្ទះរបស់អ្នករាល់គ្នានឹងទៅជាកន្លែងបន្ទោលាមកតែបើអ្នករាល់គ្នាប្រាប់សពនោះព្រមទាំងកាត់ស្រាយផងនោះអ្នករាល់គ្នានឹងបានអំណោយទាននិងរង្វាន់ហើយកិត្តិយសពីយើងវិញដូច្នេះចូលប្រាប់ពន្យល់សពនោះដល់យើងហើយកាត់ស្រាយទៅចោះគេទូលឆ្លើយម្ដងទៀតថាសូមតែឲ្យព្រះករុណាមានបន្ទូលប្រាប់សពនោះដល់យើងខ្ញុំជាបាវបម្រើទ្រង់នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាបស្ដេចទ្រង់តបឡើងថាយើងបានដឹងពិតប្រាកដថាអ្នករាល់គ្នានឹងចង់បានពេលវេលាដោយឃើញថាយើងបានភ្លេចសេចក្តីនោះទៅហើយបើសិនជាអ្នករាល់គ្នាមិនប្រាប់សពនោះដល់យើងទេនោះមានទោសតែមួយប៉ុណ្ណោះសម្រាប់អ្នកទាំងអស់គ្នាត្បិតអ្នករាល់គ្នាបានបង្កើតពាក្យភូតភរហើយឆោបោកសម្រាប់ឆ្លើយមកយើងចាំទម្រាំតែគ្រានោះបានផ្លាស់ប្រែទៅដូច្នេះចូលប្រាប់សពនោះដល់យើងនោះយើងនឹងដឹងថាអ្នករាល់គ្នាអាចនឹងកាត់ស្រាយបានមែនតែពួកខាល់ដេគេទូលឆ្លើយនៅចំពោះស្ដេចថាគ្មានមនុស្សណាមួយនៅលើផែនដីនេះដែលអាចនឹងបង្ហាញដំណើរនៃព្រះករុណាបានទេក៏មិនដែលមានស្ដេចណាទោះបើធំហើយមានអំណាចយ៉ាងណាក៏ដោយដែលបានបង្គាប់ការយ៉ាងនេះដល់ពួកគ្រូមន្តអាគមគ្រូអង្គុយធម៌ឬអ្នកពួកខាល់ដេណាឡើយការដែលព្រះករុណាទ្រង់បង្គាប់នេះជាការកម្រមានណាស់គ្មានអ្នកណាអាចនឹងបង្ហាញដំណើរនេះដល់ព្រះករុណាបានទេមានតែពួកព្រះដែលមិនស្ថិតនៅក្នុងសាច់ឈាមវិញប៉ុណ្ណោះហេតុដូច្នេះស្ដេចទ្រង់ក៏ខ្ញាល់ហើយមានសេចក្តីក្រេវក្រោធយ៉ាងក្រៃលែងក៏បង្គាប់ឲ្យបំផ្លាញពួកអ្នកប្រាជ្ញទាំងអស់ដែលនៅក្រុងបាប៊ីឡូនទៅយ៉ាងនោះមានព្រះរាជអង្គការចេញទៅបង្គាប់ឲ្យសម្លាប់ពួកអ្នកប្រាជ្ញបងហើយគេក៏រកដានីយ៉ែលនិងពួកគូកនលោកដើម្បីយកទៅសម្លាប់ដែរគ្រានោះដានីយ៉ែលឆ្លើយយ៉ាងវាងវៃហើយឆ្លៀវឆ្លាតដល់ពួកអឺយ៉ុកជាមេកងទ័ពរក្សាអង្គដែលបានចេញទៅដើម្បីសម្លាប់ពួកអ្នកប្រាជ្ញដែលនៅក្រុងបាប៊ីឡូនលោកសួរដល់អឺយ៉ុកជាមេកងទ័ពរក្សាអង្គថាហេតុអ្វីបានជាព្រះរាជអង្គការនៃស្ដេចប្រថមអីម្លេះនោះអឺយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែលរួចដានីយ៉ែលចូលទៅគាល់ស្ដេចទូលសូមឲ្យបានឱកាសបន្តិចនោះនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាបនោះដានីយ៉ែលក៏វិលទៅឯផ្ទះប្រាប់រឿងនោះដល់ហាណានី មីសាអែលនិងអសារ៉ាជាគូកនរបស់លោក
ដើម្បីឲ្យបានទូលសូមដល់ព្រះនៃស្ថានសួគ៌ឲ្យទ្រង់បានប្រោសមេត្តាដល់គេអំពីសេចក្តីអាត់កំបាំងនោះប្រយោជន៍ឲ្យដានីយ៉ែលនិងពួកគូកនលោកមិនត្រូវវិនាសជាមួយនឹងពួកអ្នកប្រាជ្ញឯទៀតដែលនៅក្រុងបាប៊ីឡូនឡើយដូច្នេះសេចក្តីដែលអាត់កំបាំងនោះបានសម្ដែងមកឲ្យដានីយ៉ែលឃើញក្នុងការជាក់ស្ដែងនៅវេលាយប់នោះលោកក្រាបថ្វាយបង្គំដល់ព្រះនៃស្ថានសួគ៌ហើយទូលថាសូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរនៅអស់កលតរៀងទៅត្បិតប្រាជ្ញានិងដេជានុភាពជារបស់ទ្រង់គឺទ្រង់ដែលបំផ្លាស់បំប្រែពេលកំណត់និងរដូវកាលទ្រង់ដកស្ដេចចេញហើយក៏តាំងស្ដេចឡើងទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញនិងចំណេះដល់អស់ទាំងអ្នកដែលមានយោបល់ទ្រង់ក៏សម្ដែងឲ្យឃើញអស់ទាំងសេចក្តីជ្រាលជ្រៅហើយលាក់កំបាំងទ្រង់ជ្រាបសេចក្តីដែលនៅទីងងឹតហើយមានពន្លឺនៅជាមួយនឹងទ្រង់អោព្រះនៃពួកឯកកោទូលបង្គំអើយទូលបង្គំអរព្រះគុណហើយក៏សរសើរដល់ទ្រង់ពីព្រោះទ្រង់បានប្រោសឲ្យទូលបង្គំមានប្រាជ្ញានិងអំណាចហើយឥឡូវនេះទ្រង់បានសម្ដែងឲ្យទូលបង្គំដឹងសេចក្តីដែលយើងខ្ញុំបានសូមពីទ្រង់ត្បិតទ្រង់បានសម្ដែងឲ្យយើងខ្ញុំស្គាល់រឿងរ៉ាវរបស់ស្ដេចដូច្នេះដានីយ៉ែលក៏ចូលទៅឯអឺយុកជាអ្នកដែលស្ដេចបានបង្គាប់ឲ្យបំផ្លាញពួកអ្នកប្រាជ្ញនៅក្រុងបាប៊ីឡូនបង់នោះគេបានទៅនិយាយដូចនេះថាសូមកុំបំផ្លាញពួកអ្នកប្រាជ្ញនៅក្រុងបាប៊ីឡូនឡើយសូមនាំខ្ញុំចូលទៅគាល់ដល់ស្ដេចចុះនោះខ្ញុំនឹងកាត់ស្រាយសេចក្តីថ្វាយទ្រង់ជ្រាបវិញដូច្នេះអឺយុកក៏នាំដានីយ៉ែលចូលទៅចំពោះស្ដេចដោយប្រញាប់ប្រញាល់ហើយទូលថាទូលបង្គំរកបានមនុស្សម្នាក់ក្នុងកូនចៅពួកឆ្លើយជាសាសយូដាដែលនឹងកាត់ស្រាយសេចក្តីថ្វាយព្រះករុណាឲ្យទ្រង់ជ្រាបបានស្ដេចទ្រង់មានបន្ទូលសួរដានីយ៉ែលដែលលោកមានឈ្មោះជាបេលថេសាសាថាតើអ្នកអាចនឹងប្រាប់សពដែលយើងបានឃើញនោះហើយកាត់ស្រាយឲ្យយើងផងបានឬនោះដានីយ៉ែលក៏ទូលចំពោះស្ដេចថាសេចក្តីអាត់កំបាំងដែលព្រះករុណាបានបង្គាប់មកនោះគ្មានពួកអ្នកប្រាជ្ញពួកគ្រូអាបធ្មប់ពួកគ្រូអង្គុយធម៌ឬគ្រូទាយណាដែលអាចនឹងកាត់ស្រាយថ្វាយព្រះករុណាបានទេតែមានព្រះមួយអង្គដែលគង់នៅស្ថានសួគ៌ទ្រង់សម្ដែងឲ្យយល់សេចក្តីអាត់កំបាំងបានហើយទ្រង់បានសម្ដែងឲ្យព្រះករុណានេបូខនេសាបានជ្រាបពីការដែលត្រូវកើតមកនៅថ្ងៃក្រោយសុបិនរបស់ទ្រង់និងការជាក់ស្ដែងដែលទ្រង់បានឃើញកំពុងផ្ទុំលក់គឺយ៉ាងនេះឯត្រង់ទ្រង់អោព្រះករុណាអើយទ្រង់កើតមានគំនិតកាលទ្រង់កំពុងផ្ទុំនៅលើក្រឡាបន្ទំពីការដែលត្រូវកើតមកនៅខាងមុខហើយព្រះដែលទ្រង់សម្ដែងឲ្យបានយល់ការអាត់កំបាំងទ្រង់បានធ្វើឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកដល់តែចំណែកទូលបង្គំការអាត់កំបាំងនេះបានសម្ដែងមកឲ្យទូលបង្គំយល់មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញាលើសជាងមនុស្សណាទៀតនោះទេគឺដើម្បីឲ្យសេចក្តីសម្រាយនោះបានសម្ដែងមកឲ្យទ្រង់បានជ្រាបវិញហើយឲ្យទ្រង់ព្រះករុណាបានជ្រាបអស់ទាំងគំនិតដែលទ្រង់បានគិតក្នុងព្រះទ័យប៉ុណ្ណោះបបិទ្ធព្រះករុណាទ្រង់បានទតឃើញរូបមួយយ៉ាងធំរូបនោះដែលធំសម្បើមហើយភ្លឺយ៉ាងអស្ចារ្យក៏ឈរនៅចំពោះទ្រង់មានភាពគួរស្ញែងខ្លាចឯក្បាលរបស់រូបនោះជាមាសយ៉ាងល្អដើមទ្រូងនិងដៃជាប្រាក់ពោះនិងភ្លៅជាលង្ហិនជើងជាដែកហើយប្រអប់ជើងជាដែកលាយនឹងដីឥដ្ឋទ្រង់បានទតឃើញដរាបដល់មានថ្មមួយដាប់ផ្ដាច់ចេញឥតដៃអ្នកណាធ្វើមកទង្គិចត្រូវរូបនោះត្រង់ប្រអប់ជើងដែលធ្វើពីដែកនិងដីឥដ្ឋក៏បំបាក់បំបែកខ្ទេចខ្ទីទៅរួចទាំងដែកដីឥដ្ឋលង្ហិនប្រាក់ហើយនិងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់
ហើយត្រឡប់ដូចជាអង្កាមនៅលៀនស្រូវខែប្រាំងរួចខ្យល់បក់ផាត់យកទៅបាត់ឥតដែលឃើញផងណារបស់រូបនោះទៀតឡើយឯថ្មដែលទង្គិចនឹងរូបនោះក៏ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងមូលសេចក្តីនោះហើយជាសុបិនរបស់ព្រះទ្រង់ករុណាឥឡូវនេះយើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណាជ្រាបបបិទ្ធព្រះករុណាទ្រង់ជាស្ដេចលើអស់ទាំងស្ដេចគឺជាស្ដេចដែលព្រះនៃស្ថានសួគ៌ទ្រង់បានប្រទានឲ្យមានរាជព្រះជាស្ដាឥទ្ធិឫទ្ធិនិងសេរីល្អទាំងនេះហើយកន្លែងណាដែលមានមនុស្សជាតិអាស្រ័យនៅនោះព្រះទ្រង់បានប្រទានទាំងសត្វនៅផែនដីនិងសត្វហើរលើអាកាសមកក្នុងព្រះហស្ថទ្រង់ព្រមទាំងតាំងទ្រង់ឲ្យគ្រប់គ្រងលើទាំងអស់ផងគឺទ្រង់ដែលជាក្បាលមាសនោះតពីទ្រង់ទៅនោះនឹងមាននគរមួយទៀតកើតឡើងដែលថោកជាងទ្រង់រួចនឹងមាននគរមួយទៀតជានគរទី3ដែលជាលង្ហិននគរនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូលឯនគរទី4នឹងមានកម្លាំងដូចជាដែកត្បិតដែលដែកបំបាក់បំបែកឲ្យខ្ទេចខ្ទីហើយក៏គម្រាបទាំងអស់ទៅជាយ៉ាងណានគរនោះក៏នឹងបំបែកបំបាក់ឲ្យខ្ទេចខ្ទីហើយកិនល្អិតយ៉ាងនោះដែរគឺដូចជាដែកដែលបំបាក់បំបែករបស់ទាំងនោះឯងហើយដែលទ្រង់បានឃើញប្រអប់ជើងនិងម្រាមជើងនោះមានមួយចំណែកជាដីរបស់ជាងស្មូនហើយមួយចំណែកទៀតជាដែកវិញនោះគឺថានគរនោះនឹងញែកបែកគ្នាតែក្នុងនគរនោះនឹងមានកម្លាំងដូចជាដែកត្បិតទ្រង់បានឃើញដែកលាយនឹងដីឥដ្ឋនោះហើយដែលម្រាមជើងជាដែកនិងជាដីឥដ្ឋលាយគ្នាជាយ៉ាងណានគរនោះនឹងមានកម្លាំងមួយចំណែកហើយស្រួយមួយចំណែកយ៉ាងនោះដែរហើយដែលទ្រង់បានឃើញដែកលាយនឹងដីឥដ្ឋជាយ៉ាងណានោះគេនឹងលាយខ្លួននឹងអស់ទាំងពូជមនុស្សផងយ៉ាងនោះដែរតែគេនឹងមិននៅជាប់ចិត្តគ្នានឹងគ្នាដូចជាដែកដែលមិនលាយជាប់នឹងដីដែររីឯនៅគ្រានៃស្ដេចទាំងនោះព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរមួយឡើងដែលមិនត្រូវបំផ្លាញឡើយហើយអំណាចលួងក៏មិនត្រូវផ្ទេរដល់សាសដតីណាដែរគឺនឹងបំបាក់បំបែកហើយលេបបំបត្តិនគរទាំងនោះវិញនគរនោះនឹងស្ថិតស្ថេរនៅអស់កលជានិច្ចគឺដូចជាទ្រង់បានឃើញថ្មនោះដាប់ផ្ដាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើហើយថ្មនោះបានបំបាក់បំបែកទាំងដែកលង្ហិនដីឥដ្ឋប្រាក់និងមាសនោះហើយគឺព្រះដ៏ជាធំទ្រង់បានសម្ដែងឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកនៅខាងមុខសុបិននេះជាប្រកាសហើយឯសេចក្តីសម្រាយក៏ជាពិតដែរដូច្នេះស្ដេចនេបូខនេសាទ្រង់ក្រាបផ្កាប់ព្រះភ័ក្ត្រថ្វាយបង្គំដល់ព្រះដានីយ៉ែលក៏បង្គាប់ឲ្យគេយកគ្រឿងបូជានិងគ្រឿងក្រអូបមកគោរពដល់លោកស្ដេចទ្រង់មានបន្ទូលនឹងដានីយ៉ែលថាពិតប្រាកដជាព្រះនៃអ្នកជាព្រះលើអស់ទាំងព្រះហើយទ្រង់ជាព្រះអង្គម្ចាស់លើអស់ទាំងស្ដេចគឺជាព្រះដែលសម្ដែងឲ្យយល់សេចក្តីអាត់កំបាំងពីព្រោះឃើញថាអ្នកអាចនឹងសម្ដែងឲ្យយល់សេចក្តីអាត់កំបាំងនេះបាននោះស្ដេចទ្រង់ក៏តាំងដានីយ៉ែលឡើងជាធំទ្រង់ប្រទានអំណោយទានយ៉ាងវិសេសជាច្រើនដល់លោកព្រមទាំងតាំងលោកឲ្យត្រួតលើខេត្តបាប៊ីឡូនទាំងមូលហើយឲ្យបានជាអធិបតីលើពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅក្រុងបាប៊ីឡូនផងឯដានីយ៉ែលលោកសូមដល់ស្ដេចហើយទ្រង់ក៏តាំងសាត្រាក់មេសាកនិងអបេតនេកោឡើងជាអ្នកត្រួតលើក្រសួងការទាំងពួងនៅខេត្តបាប៊ីឡូនតែដានីយ៉ែលលោកនៅក្នុងព្រះរាជវាំងវិញដានីយ៉ែលជំពូកទី3រីឯស្ដេចនេបូខនេសាទ្រង់ធ្វើរូបមាសមួយមានកម្ពស់60ហត្ថទទឹង6ហត្ថទ្រង់បញ្ឈររូបនោះនៅវាលឌូរ៉ាក្នុងខេត្តបាប៊ីឡូនរួចស្ដេចនេបូខនេសា
ទ្រង់ចាត់ឲ្យប្រមូលពួកចៅហ្វាយខេត្តពួកភូឈួយពួកចៅហ្វាយស្រុកពួកចៅក្រមពួកមេឃ្លាំងពួកបាឡាត់ពួកនាយនគរបាលនិងអស់ទាំងពួកមន្ត្រីខេត្តទាំងប៉ុន្មានឲ្យគេប្រមូលគ្នាមកឯបុណ្យឆ្លងរូបដែលស្ដេចនេបូខនេសាតាំងនោះដូច្នេះពួកចៅហ្វាយខេត្តពួកភូឈួយពួកចៅហ្វាយស្រុកពួកចៅក្រមពួកមេឃ្លាំងពួកបាឡាត់ពួកនាយកនគរបាលនិងអស់ទាំងពួកមន្ត្រីខេត្តក៏មូលគ្នាមកឯបុណ្យឆ្លងរូបនោះដែលស្ដេចនេបូខនេសាតាំងឡើងគេឈរនៅចំពោះរូបដែលទ្រង់តាំងទុកនោះរួចមានអ្នកមួយស្រែកប្រកាសជាសំឡេងយ៉ាងខ្លាំងថាមនាជនទាំងឡាយព្រមទាំងសាសដតីនិងមនុស្សគ្រប់ភាសាអើយមានសេចក្តីបង្គាប់ដល់អ្នករាល់គ្នាដូចនេះថាវេលាណាដែលអ្នករាល់គ្នាឮសូរត្រែខ្លុយសុងចាប៉ីប៉ិននិងប៉ីហើយតន្ត្រីគ្រប់យ៉ាងនោះត្រូវក្រាបថ្វាយបង្គំដល់រូបមាសដែលព្រះករុណាទ្រង់បានតាំងឡើងទៅបើអ្នកណាមិនក្រាបថ្វាយបង្គំទេនោះនឹងត្រូវបោះទៅក្នុងកណ្ដាលគប់ភ្លើងដែលកំពុងឆេះយ៉ាងសន្ធៅនៅវេលានោះឯងដូច្នេះនៅវេលានោះកាលជនទាំងឡាយបានឮសូរត្រែខ្លុយសុងចាប៉ីប៉ិននិងតន្ត្រីគ្រប់យ៉ាងហើយនោះជនទាំងឡាយព្រមទាំងសាសដតីនិងមនុស្សគ្រប់ភាសាផងក៏ក្រាបថ្វាយបង្គំដល់រូបមាសដែលស្ដេចនេបូខនេសាបានតាំងទុកនោះនៅគ្រានោះមានពួកខាល់ដេខ្លះចូលទៅជិតប្តឹងពួកសាសយូដាគេទូលដល់ស្ដេចនេបូខនេសាថាបបិទ្ធព្រះករុណាសូមឲ្យទ្រង់មានព្រះជន្មតរៀងទៅបបិទ្ធព្រះករុណាទ្រង់បានចេញព្រះរាជអង្គការថាអស់ទាំងមនុស្សណាដែលឮសូរត្រែខ្លុយសុងចាប៉ីប៉ិនប៉ៃនិងតន្ត្រីគ្រប់យ៉ាងនោះត្រូវតែក្រាបថ្វាយបង្គំដល់រូបមាសនេះហើយថាបើអ្នកណាមិនក្រាបថ្វាយបង្គំទេនោះត្រូវបោះទៅក្នុងគប់ភ្លើងដែលឆេះយ៉ាងសន្ធៅរីឯក្នុងពួកអ្នកដែលទ្រង់បានតាំងឡើងលើក្រសួងការខេត្តបាប៊ីឡូននោះមានពួកសាសយូដាខ្លះគឺសាត្រាក់មេសាក់និងអបេតនេកោទាំង3នាក់នោះបបិទ្ធព្រះករុណាគេមិនបានស្ដាប់បង្គាប់ទ្រង់ទេគេក៏មិនទាំងគោរពប្រតិបត្តិដល់ព្រះនៃទ្រង់ឬថ្វាយបង្គំដល់រូបមាសដែលទ្រង់បានតាំងឡើងនោះដែរហេតុនោះនេបូខនេសាទ្រង់មានសេចក្តីក្រោធនិងសេចក្តីឃោរឃៅយ៉ាងក្រៃលែងក៏បង្គាប់ឲ្យគេនាំសាត្រាក់មេសាក់និងអបេតនេកោមកដូច្នេះគេក៏នាំអ្នកទាំង3នោះចូលមកនៅចំពោះស្ដេចនេបូខនេសាទ្រង់មានបន្ទូលសួរគេថាមនាលសាត្រាក់មេសាក់និងអបេតនេកោតើដោយបំណងចិត្តឬដែលឯងរាល់គ្នាមិនគោរពដល់ព្រះនៃយើងឬថ្វាយបង្គំដល់រូបមាសដែលយើងបានតាំងឡើងហើយនោះឥឡូវនេះបើឯងរាល់គ្នាប្រុងប្រៀបក្នុងវេលាណាដែលឮសូរត្រែខ្លុយសុងចាប៉ីប៉ិនប៉ៃនិងតន្ត្រីគ្រប់យ៉ាងឲ្យបានក្រាបថ្វាយបង្គំដល់រូបមាសដែលយើងបានធ្វើនេះនោះបានហើយតែបើមិនថ្វាយបង្គំទេនោះនឹងត្រូវបោះឯងទៅក្នុងគប់ភ្លើងដែលឆេះយ៉ាងសន្ធៅនៅវេលានោះឯងតើមានព្រះឯណាដែលអាចនឹងដោះឯងរាល់គ្នាឲ្យរួចពីកណ្ដាប់ដៃយើងបានតែសាត្រាក់មេសាក់និងអបេតនេកោទូលឆ្លើយដល់ស្ដេចថាបបិទ្ធព្រះរាជានេបូខនេសាយើងខ្ញុំមិនចាំបាច់ទូលឆ្លើយដល់ទ្រង់ពីដំណើរនេះទេបើជាយ៉ាងនោះមែននោះព្រះនៃយើងខ្ញុំដែលយើងខ្ញុំគោរពប្រតិបត្តិតាមទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគប់ភ្លើងដែលឆេះយ៉ាងសន្ធៅបានហើយបបិទ្ធព្រះករុណាព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្ថទ្រង់ដែរតែបើមិនជួយទេនោះសូមឲ្យទ្រង់ព្រះករុណាជ្រាបថាយើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយក៏មិនព្រមថ្វាយបង្គំដល់រូបមាសដែលទ្រង់បានតាំងឡើងនោះដែរនោះនេបូខនេសាទ្រង់មានពេញដោយសេចក្តីឃោរឃៅព្រះភ័ក្ត្រទ្រង់ក៏ផ្លាស់ប្រែទៅទាស់នឹងសាត្រាក់មេសាក់និងអបេតនេកោ
ទ្រង់ក៏បង្គាប់ឲ្យគេដុតគប់ភ្លើងឲ្យក្តៅជាងធម្មតាមួយជា7រួចទ្រង់បង្គាប់ដល់មនុស្សខ្លាំងពូកែខ្លះក្នុងកងទ័ពទ្រង់ឲ្យគេចងសាត្រាក់មេសាកនិងអបេតនីកោបោះទៅក្នុងគប់ភ្លើងដែលឆេះយ៉ាងសន្ធៅនោះដូច្នេះគេក៏ចងអ្នកទាំងនោះភ្ជាប់ទាំងខោទាំងអាវនិងឈ្នួតព្រមទាំងសម្លៀកបំពាក់ទៀតផងបោះចុះទៅក្នុងគប់ភ្លើងដែលឆេះយ៉ាងសន្ធៅទៅហេតុនោះដោយព្រោះបង្គាប់ស្ដេចដល់តឹងរឹងណាស់ហើយគប់ភ្លើងបានក្តៅយ៉ាងក្រៃលែងបានជាអណ្ដាតភ្លើងឆេះសម្លាប់ពួកអ្នកដែលបានលើកបោះសាត្រាក់មេសាកនិងអបេតនីកោទៅនោះចំណែកអ្នកទាំង3នោះគឺសាត្រាក់មេសាកនិងអបេតនីកោគេធ្លាក់ទៅក្នុងកណ្ដាលគប់ភ្លើងដែលឆេះយ៉ាងសន្ធៅទាំងជាប់ចំណងផងខណៈនោះស្ដេចនេបូខនេសាទ្រង់មានសេចក្តីស្រឡាំងកាំងហើយក៏ក្រោកឡើងជាប្រញាប់មានបន្ទូលនឹងពួកជំនិតរបស់ទ្រង់ថាតើមិនមែន3នាក់ដែលយើងបោះទៅក្នុងភ្លើងទាំងជាប់ចំណងផងទេឬអីគេក៏ទូលតបថាបបិទ្ធព្រះករុណាអើយពិតហើយដូច្នោះរួចទ្រង់មានបន្ទូលថាមើលយើងឃើញ4នាក់ឥតជាប់ចំណងសោះកំពុងដើរនៅកណ្ដាលភ្លើងឥតមានអ្វីសោះឯអ្នកទី4ក៏មានភាពដូចជាកូនព្រះនោះនេបូខនេសាក៏ចូលទៅជិតមាត់គប់ភ្លើងដែលឆេះយ៉ាងសន្ធៅនោះមានបន្ទូលថាអោសាត្រាក់មេសាកនិងអបេតនីកោជាអ្នកគោរពកោតខ្លាចដល់ព្រះដ៏ខ្ពស់បំផុតអើយសូមចេញមកហើយមកឯនេះចុះដូច្នេះសាត្រាក់មេសាកនិងអបេតនីកោក៏ចេញពីកណ្ដាលភ្លើងមករួចពួកចៅវាយខេត្តពួកភូឈួយពួកចៅវាយស្រុកនិងពួកជំនិតរបស់ស្ដេចដែលបានប្រជុំគ្នាគេក៏ឃើញមនុស្សទាំងនោះដែលភ្លើងគ្មានអំណាចលើខ្លួនគេសោះសក់ក្បាលគេក៏មិនបានទាំងរួញដែរឯខោអាវក៏មិនបានឆេះក៏ឥតមានក្លិនឆ្ងៀមនៅជាប់លើគេផងនេបូខនេសាទ្រង់មានបន្ទូលថាសូមឲ្យព្រះនៃសាត្រាក់មេសាកនិងអបេតនីកោបានប្រកបដោយព្រះពរជាព្រះដែលទ្រង់បានចាត់ទេវតារបស់ទ្រង់ឲ្យមកប្រោះពួកបម្រើទ្រង់ដែលទុកចិត្តដល់ទ្រង់ឲ្យរួចគេបានរំលងនឹងបង្គាប់នៃស្ដេចព្រមទាំងប្រថុយខ្លួនគេដើម្បីមិនឲ្យគោរពឬថ្វាយបង្គំដល់ព្រះឯណាក្រៅពីព្រះរបស់ខ្លួនឡើយដូច្នេះយើងចេញព្រះរាជបម្រាមដល់បណ្ដាជនទាំងឡាយព្រមទាំងសាសដតីនិងមនុស្សគ្រប់ភាសាថាបើអ្នកណានិយាយបង្ខូចពីព្រះនៃសាត្រាក់មេសាកនិងអបេតនីកោនោះនឹងត្រូវកាប់ផ្ដាច់ជាដុំជាដុំហើយផ្ទះគេនឹងត្រូវទុកជាទីបន្ទោបង់លាមកពីព្រោះគ្មានព្រះឯណាទៀតដែលអាចនឹងជួយឲ្យរួចយ៉ាងដូចនេះបានឡើយរួចមកស្ដេចទ្រង់ក៏ដំឡើងងារដល់សាត្រាក់មេសាកនិងអបេតនីកោនៅក្នុងខេត្តបាប៊ីឡូនដានីយ៉ែលជំពូកទី4ស្ដេចនេបូខនេសាទ្រង់ប្រកាសដល់បណ្ដាជនទាំងឡាយព្រមទាំងសាសដតីនិងមនុស្សគ្រប់ភាសាដែលនៅលើផែនដីទាំងមូលថាសូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខកាន់តែចម្រើនឡើងចុះយើងបានឃើញថាគួរនឹងបង្ហាញអស់ទាំងទីសម្គាល់និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានប្រោសដល់យើងទីសម្គាល់របស់ទ្រង់ធំណាស់ណោហើយការអស្ចារ្យរបស់ទ្រង់ក៏មានអានុភាពណាស់ដែររាជទ្រង់ជារាជស្ថិតស្ថេរនៅអកលជានិច្ចហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏នៅគ្រប់ទាំងដំណរមនុស្សតរៀងទៅយើងនេបូខនេសាកំពុងនៅជាសុខក្នុងដំណាក់របស់យើងហើយកំពុងចម្រើននៅក្នុងព្រះរាជវាំងនោះយើងឃើញនិមិត្តដែលនាំឲ្យតក់ស្លុតហើយគំនិតដែលយើងគិតនៅលើដំណេកនិងការជាក់ស្ដែងនៅក្នុងខួរក៏នាំឲ្យយើងបារម្ភព្រួយទៅដូច្នេះយើងបានចេញបង្គាប់ឲ្យនាំទាំងអ្នកប្រាជ្ញក្នុងក្រុងបាប៊ីឡូនមកចំពោះយើងដើម្បីឲ្យគេបានកាត់ស្រាយនៃសុបិននិមិត្តនោះ
ឲ្យយើងដឹងនោះពួកគ្រូមន្តអាគមគ្រូអង្គុយធម៌ពួកខាល់ដេនិងពួកគ្រូទាយក៏មកហើយយើងបានប្រាប់សុបិននោះដល់គេតែគេមិនបានកាត់ស្រាយឲ្យយើងយល់ន័យសោះលុះក្រោយមកដានីយ៉ែលដែលមានឈ្មោះបេលថេសាសាតាមព្រះនាមនៃយើងបានចូលមកចំពោះយើងជាអ្នកដែលមានវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសន្ធិដ្ឋលើខ្លួនយើងក៏ប្រាប់សុបិននោះដល់គាត់ថាអោបេលថេសាសាជាមេនៃពួកគ្រូមន្តអាគមអើយដោយព្រោះយើងដឹងថាមានវិញ្ញាណនៃព្រះដ៏បរិសុទ្ធសន្ធិដ្ឋនៅលើអ្នកហើយថាគ្មានអាចកំបាំងណាដែលធ្វើឲ្យអ្នកពិបាកចិត្តឡើយបានជាយើងសូមឲ្យអ្នកប្រាប់ពីការជាក់ស្ដែងដែលយើងបានឃើញក្នុងសុបិនហើយកាត់ស្រាយឲ្យយើងផងឯការជាក់ស្ដែងដែលយើងឃើញនៅក្នុងខួរនៅលើដំណេកនោះគឺយើងឃើញថាមានដើមឈើមួយមានកម្ពស់យ៉ាងក្រៃលែងនៅកណ្ដាលផែនដីដើមនោះបានដុះធំឡើងហើយក៏មាំឯកំពូលបានលូតដល់ទល់នឹងផ្ទៃមេឃហើយក៏មើលវាឃើញរហូតដល់ចុងផែនដីបំផុតស្លឹកដើមនោះល្អមើលហើយផ្ទៃក៏មានច្រើនទុកជាអាហារសម្រាប់គ្រប់ទាំងអស់ឯសត្វនៅផែនដីបានមកជ្រកនៅក្រោមម្លប់និងសត្វហើរលើអាកាសក៏ទុំនៅមេឃគ្រប់ទាំងសាច់បានអាហារចិញ្ចឹមខ្លួនពីនោះមកក្នុងការជាក់ស្ដែងនៅលើដំណេកនោះយើងបានឃើញក្នុងខួរថាមានពួកពិនិត្យត្រួតមើលមួយរូបនិងពួកបរិសុទ្ធមួយចុះពីស្ថានសួគ៌មកក៏បន្លឺឡើងជាខ្លាំងថាចូលកាប់ដើមឈើនោះចុះត្រូវឲ្យកាប់ផ្ដាច់មែកចេញព្រមទាំងអង្រួនជំរុះស្លឹកហើយកំចាត់កំចាយផលផងត្រូវឲ្យសត្វទាំងប៉ុន្មានចេញពីក្រោមហើយសត្វស្លាបពីមែកវាទៅប៉ុន្តែត្រូវឲ្យទុកគល់និងរឹសនៅជាប់ក្នុងដីចុះមានទាំងវ័នដែកនិងលង្ហិនព័ទ្ធជុំវិញនៅក្នុងស្មៅខ្ចីនៅវាលដែរហើយត្រូវឲ្យបានទទឹកដោយសន្សើមពីលើមេឃព្រមទាំងឲ្យមានចំណែកនៅក្នុងស្មៅនៃផែនដីជាមួយនឹងអស់ទាំងសត្វផងត្រូវឲ្យចិត្តវាបានផ្លាស់ប្រែពីសន្តានចិត្តមនុស្សឲ្យទៅជាចិត្តរបស់សត្វវិញរួចឲ្យនៅយ៉ាងនោះជាដរាបដល់កន្លងទៅអស់7ខួបទោះនេះគឺជាពួកពិនិត្យត្រួតមើលដែលកាត់ឲ្យហើយក្តីនេះក៏តាមបង្គាប់នៃពួកបរិសុទ្ធប្រយោជន៍ឲ្យមនុស្សដែលនៅរស់នៅបានដឹងថាព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជរបស់មនុស្សក៏ប្រគល់ដល់អ្នកណាតាមព្រះハរតីព្រមទាំងតាំងមនុស្សសន្តានទាបថោកបំផុតឲ្យគ្រប់គ្រងផងយើងនេះជានេបូខនេសាបានឃើញសុបិននេះដូច្នេះអោបេលថេសាសាអើយចូលកាត់ស្រាយទៅពីព្រោះអស់ទាំងពួកអ្នកប្រាជ្ញនៅនគរយើងមិនអាចនឹងកាត់ស្រាយឲ្យយើងបានយល់ទេតែអ្នកអាចស្រាយបានវិញត្បិតវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសន្ធិដ្ឋលើអ្នកលំដាប់នោះដានីយ៉ែលដែលមានឈ្មោះថាបេលថេសាសាលោកត្រូវងឿងនៅមួយសន្ទុះហើយគំនិតរបស់លោកក៏នាំឲ្យបារម្ភព្រួយតែស្ដេចទ្រង់មានបន្ទូលថាបេលថេសាសាអើយកុំឲ្យសុបិននេះឬសេចក្តីសម្រាយបាននាំឲ្យអ្នកបារម្ភព្រួយឡើយនោះបេលថេសាសាទូលតបថាបបិទ្ធព្រះអង្គម្ចាស់ជីវិតនៃទូលបង្គំសូមឲ្យសុបិននេះកើតដល់ពួកអ្នកដែលស្អប់ទ្រង់វិញចុះហើយសេចក្តីសម្រាយបានដល់ពួកសត្រូវរបស់ទ្រង់ដែរឯដើមឈើដែលទ្រង់ទតឃើញថាបានដុះហើយក៏មាំនោះដែលមានកំពូលលូតឡើងទល់នឹងផ្ទៃមេឃហើយមើលវាឃើញរហូតដល់គ្រប់ទីនៅផែនដីជាដើមឈើមានស្លឹកល្អមើលហើយផលក៏មានច្រើនទុកសម្រាប់ជាអាហារដល់គ្រប់ទាំងអស់ដែលសត្វនៅផែនដីបានជ្រកក្រោមហើយសត្វហើរលើអាកាសក៏ធ្វើសម្បុកនៅបបិទ្ធព្រះករុណាដើមឈើនោះគឺជាអង្គទ្រង់
ដែលបានឡើងជាធំហើយមានអនុភាពត្បិតភាពធំរបស់ទ្រង់បានលូតឡើងរហូតដល់ផ្ទៃមេឃហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏ដល់ចុងផែនដីបំផុតដែរហើយដំណើរដែលព្រះករុណាបានឃើញពួកពិនិត្យត្រួតមើលមួយរូបនិងពួកបរិសុទ្ធមួយចុះពីស្ថានសួគ៌និយាយថាចូលកាប់ដើមឈើនេះចុះហើយបំផ្លាញទៅតែត្រូវទុកគល់និងឫសជាប់នៅក្នុងដីមានទាំងវ័នដែកនិងលង្ហិនព័ទ្ធជុំវិញនៅកណ្ដាលស្មៅនៅវាលហើយត្រូវឲ្យបានទទឹកដោយសន្សើមពីលើមេឃព្រមទាំងឲ្យមានចំណែកជាមួយនឹងអស់ទាំងសត្វនៅផែនដីទាល់តែបានកន្លងអស់7ខួបទៅបបិទ្ធព្រះករុណានេះជាសេចក្តីសម្រាយហើយគឺជាបង្គាប់ដែលមកពីព្រះដ៏ខ្ពស់បំផុតជាការដែលត្រូវមកដល់ទ្រង់ព្រះករុណាជាព្រះអង្គម្ចាស់ជីវិតនៃទូលបង្គំគឺថាទ្រង់នឹងត្រូវបណ្ដេញចេញពីមនុស្សលោកទៅហើយទ្រង់នឹងមានទីលំនៅជាមួយនឹងអស់ទាំងសត្វនៅផែនដីឲ្យទ្រង់បានសោយស្មៅដូចជាគោទ្រង់នឹងត្រូវទទឹកដោយសន្សើមពីលើមេឃដរាបដល់បានកន្លងអស់7ខួបទាល់តែទ្រង់បានជ្រាបថាព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជរបស់មនុស្សហើយក៏ប្រទានដល់អ្នកណាតាមព្រះハរតីឯដំណើរដែលគេបានបង្គាប់ឲ្យទុកគល់និងឫសនៃដើមនោះឲ្យនៅនោះគឺថារាជទ្រង់នឹងបានទុកនៅសម្រាប់កាលណាទ្រង់បានជ្រាបថាឋានសួគ៌មានអំណាចគ្រប់គ្រងដូច្នេះឱព្រះករុណាអើយសូមឲ្យទ្រង់បានរាប់សេចក្តីទូលមានរបស់ទូលបង្គំជាគួរទទួលចោះសូមឲ្យទ្រង់ផ្ដាច់អំពើបាបរបស់ទ្រង់ចេញដោយប្រព្រឹត្តសេចក្តីសុចរិតវិញហើយផ្ដាច់អំពើទុច្ចរិតរបស់ទ្រង់ចេញផងដោយសម្ដែងសេចក្តីមេត្តាករុណាដល់ពួកក្រីក្រក្រែងនឹងមានសេចក្តីសុខជាអង្វែងតទៅការទាំងនោះក៏កើតដល់ស្ដេចនេបូខនេសាលុះកន្លងបាន12ខែហើយនោះទ្រង់កំពុងយាងក្នុងព្រះរាជវាំងនៅក្រុងបាប៊ីឡូនខណៈនោះស្ដេចទ្រង់មានបន្ទូលថានេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំដែលអញបានស្អាងទុកជាព្រះរាជដ្ឋានដោយអនុភាពនៃអំណាចរបស់អញហើយសម្រាប់ជាសិរីល្អនៃឥទ្ធានុភាពរបស់អញទេឬកាលស្ដេចកំពុងតែមានបន្ទូលពាក្យទាំងនោះនៅឡើយនោះមានឮសំឡេងធ្លាក់មកពីលើមេឃថាមនាលស្ដេចនេបូខនេសាអើយមានសេចក្តីប្រាប់ដល់ឯងហើយថារាជបានផុតចេញពីឯងហើយឯងនឹងត្រូវបណ្ដេញចេញពីពួកមនុស្សលោកទៅឯងនឹងមានទីលំនៅជាមួយនឹងពួកសត្វនៅផែនដីឲ្យបានស៊ីស្មៅដូចជាគោដរាបដល់បានកន្លងទៅអស់7ខួបទាល់តែឯងបានដឹងថាព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជរបស់មនុស្សហើយក៏ប្រទានដល់អ្នកណាតាមព្រះハរតីនៅវេលានោះឯងពាក្យនោះបានសម្រេចដល់នេបូខនេសាគឺទ្រង់ត្រូវបណ្ដេញចេញពីពួកមនុស្សលោកហើយក៏សោយស្មៅដូចជាគោអង្គទ្រង់ត្រូវទទឹកដោយសន្សើមពីលើមេឃទាល់តែព្រះកេសទ្រង់បានដុះវែងដូចជាស្លាបឥន្ទ្រីហើយនៅខាទ្រង់ក៏ដូចជាក្រចកនៃសត្វស្លាបលុះដល់ផុតពេលកំណត់ហើយនោះនេបូខនេសាយើងបានងើបភ្នែកឡើងទៅលើមេឃហើយសតិស្មារតីក៏ត្រឡប់មកឯយើងវិញរួចយើងបានក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុតព្រមទាំងសរសើរហើយលើកដំកើងព្រះដ៏មានព្រះជន្មគង់នៅអស់កលជានិច្ចផងដោយព្រោះអំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាបហើយរាជទ្រង់ក៏នៅអស់ទាំងដំណរមនុស្សតរៀងទៅឯអស់ទាំងមនុស្សលោកក៏រាប់ទុកជាឥតការទទេទ្រង់ធ្វើតាមតែព្រះハរតីក្នុងពួកពលបរិវារនៃស្ថានសួគ៌ហើយនៅកណ្ដាលពួកមនុស្សលោកផងឥតមានអ្នកណាអាចនឹងទប់ខាត់ព្រះហស្ថទ្រង់
ឬនឹងទូលសួរទ្រង់ថាទ្រង់ធ្វើអ្វីដូច្នេះបានឡើយនៅវេលានោះឯងស្មារតីរបស់យើងក៏ត្រឡប់មកវិញឯសេរីល្អនៃរាជយើងហើយនឹងឫទ្ធានុភាពព្រមទាំងរស្មីពន្លឺក៏មកឯយើងវិញដែរពួកប្រឹក្សានិងពួកសេនាបតីគេមករកយើងគឺយើងបានតាំងឡើងនៅក្នុងរាជរបស់យើងវិញហើយអំណាចយើងក៏កាន់តែធំថែមឡើងឥឡូវនេះនេបូខនេសាយើងក៏សរសើរហើយលើកដំកើងព្រមទាំងពរនាគុណដល់មហាក្សត្រនៃស្ថានសួគ៌ត្បិតអស់ទាំងការនៃទ្រង់សុទ្ធតែពិតត្រង់ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ទ្រង់ក៏យុត្តិធម៌ដែរទ្រង់អាចនឹងបន្ទាបអស់អ្នកដែលប្រព្រឹត្តដោយចិត្តធំទៅដានីយ៉ែលជំពូក5ស្ដេចបេលសាសាទ្រង់ជប់លៀងយ៉ាងធំដល់ពួកសេនាបតីរបស់ទ្រង់ 1000 នាក់ហើយក៏សោយស្រាទំពាំងបាយជូរនៅចំពោះអ្នកទាំង 1000 នាក់នោះការបេលសាសាកំពុងតែភ្លក់ស្រាទំពាំងបាយជូរនោះទ្រង់ក៏បង្គាប់ឲ្យគេយកពែងមាសពែងប្រាក់ហើយនេបូខនេសាជាបិតាទ្រង់ប្រមូលមកទីព្រះវិហារដែលនៅក្រុងយេរូសាឡឹមមកសម្រាប់ឲ្យស្ដេចនិងពួកសេនាបតីរបស់ទ្រង់ព្រមទាំងពួកភរិយាហើយពួកស្រីអ្នកម្នាងរបស់គេទាំងអស់គ្នាបានផឹកដូច្នេះគេក៏យកពែងមាសដែលបានប្រមូលយកពីទីបរិសុទ្ធក្នុងព្រះវិហារនៃព្រះដែលនៅក្រុងយេរូសាឡឹមមកថ្វាយរួចស្ដេចនិងពួកសេនាបតីរបស់ទ្រង់ព្រមទាំងពួកភរិយានិងពួកស្រីអ្នកម្នាងទាំងប៉ុន្មានក៏ផឹកពីពែងទាំងនោះគេបានផឹកស្រាបណ្ដើរហើយសរសើរដល់អស់ទាំងព្រះបណ្ដើរជាព្រះធ្វើពីមាសប្រាក់លង្ហិនដែកឈើនិងថ្មនៅវេលានោះឯងមានម្រាមដៃនៃមនុស្សលេចចេញមកសរសេរនៅជញ្ជាំងនៃព្រះរាជដំណាក់ប្រទល់មុខនឹងជើងចង្គៀងស្ដេចទ្រង់ក៏ឃើញចំណែកដៃដែលសរសេរនោះដូច្នេះព្រះភ័ក្ត្របំប្រងនៃស្ដេចក៏ផ្លាស់ប្រែទៅហើយគំនិតទ្រង់ក៏នាំឲ្យបារម្ភព្រួយវិញកម្លាំងទ្រង់ក៏ល្វើយទៅហើយព្រះជន្មទ្រង់ក៏ប្រដំគ្នាស្ដេចទ្រង់ស្រែកយ៉ាងខ្លាំងបង្គាប់ឲ្យនាំពួកអាបធ្មប់និងពួកខាល់ដេហើយពួកគ្រូទាយមករួចស្ដេចទ្រង់មានបន្ទូលនឹងពួកអ្នកប្រាជ្ញដែលនៅក្រុងបាប៊ីឡូនថាអ្នកណាដែលអានមើលអក្សរនេះហើយស្រាយន័យឲ្យយើងផងអ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយហើយនឹងខ្សែមាសពាក់នៅកក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី3ក្នុងនគរខណៈនោះអស់ទាំងពួកអ្នកប្រាជ្ញរបស់ស្ដេចក៏ចូលមកតែមើលអក្សរនោះមិនបានឡើយក៏មិនអាចនឹងស្រាយន័យថ្វាយស្ដេចបានដែរដូច្នេះបេលសាសាទ្រង់មានព្រះទ័យវិតកជាខ្លាំងហើយព្រះភ័ក្ត្រទ្រង់ក៏ស្ងួតទៅឯពួកសេនាបតីរបស់ទ្រង់គេក៏ទាល់គំនិតដែររីឯអគ្គមហេសីព្រះនាងក៏យាងចូលទៅក្នុងរោងលាងដោយឮព្រះបន្ទូលនៃស្ដេចនិងពួកសេនាបតីរបស់ទ្រង់ព្រះនាងទូលដល់ស្ដេចថាបបិទ្ធព្រះករុណាសូមទ្រង់មានប្រជញ្ញចម្រើនជាយឺនយូរសូមកុំឲ្យគំនិតទ្រង់នាំឲ្យមានព្រះទ័យវិតកឡើយក៏កុំឲ្យព្រះភ័ក្ត្រទ្រង់ផ្លាស់ប្រែទៅដូច្នេះដែរត្បិតនៅក្នុងនគរទ្រង់មានមនុស្សម្នាក់ឈ្មោះដានីយ៉ែលជាអ្នកដែលមានវិញ្ញាណនៃព្រះដ៏បរិសុទ្ធសន្ធិដ្ឋនៅហើយនៅក្នុងរាជនៃព្រះបិតាទ្រង់នោះឃើញមានពន្លឺនិងយោបល់ព្រមទាំងប្រាជ្ញាដូចជាប្រាជ្ញារបស់ពួកព្រះនៅក្នុងអ្នកនោះរីឯស្ដេចនេបូខនេសាបិតាទ្រង់ក៏បានតាំងអ្នកនោះឡើងជាអធិបតីលើពួកគ្រូមន្តអាគមគ្រូអង្គុយធម៌ពួកខាល់ដេនិងពួកគ្រូទាយគឺជាស្ដេចជាបិតាទ្រង់នោះឯងដែលតាំងគេពីព្រោះឃើញថាមានវិញ្ញាណយ៉ាងវិសេសមានតម្រេះនិងយោបល់ក៏មានចំណេះចេះកាន់ស្រាយសុបិននិងដោះស្រាយប្រស្នាហើយកែសេចក្តីដ៏ជ្រាលជ្រៅនៅក្នុងខ្លួនអ្នកនោះដែលស្ដេចទ្រង់ប្រទានឈ្មោះថាបេលថេសាសាដូច្នេះ
សូមឲ្យគេហៅដានីយ៉ែលនោះមកឥឡូវលោកនឹងបកប្រែសេចក្តីថ្វាយទ្រង់ដូច្នេះគេក៏នាំដានីយ៉ែលចូលមកចំពោះស្ដេចហើយស្ដេចទ្រង់មានបន្ទូលទៅដានីយ៉ែលថាតើលោកជាឈ្មោះដានីយ៉ែលនោះនៅក្នុងពួកឆ្លើយសាសយូដាដែលស្ដេចបិតាយើងបានដឹកនាំចេញពីស្រុកយូដាមកឬអីយើងបានឮនិយាយពីលោកថាមានវិញ្ញាណនៃពួកព្រះសន្ធិដ្ឋលើលោកហើយថាមានពន្លឺយោបល់និងប្រាជ្ញាស្រួចស្រាលនៅក្នុងខ្លួនលោករីឯពួកអ្នកប្រាជ្ញនិងពួកគ្រូអង្គុយធម៌បានចូលមកចំពោះយើងដើម្បីឲ្យបានអានមើលអក្សរនេះហើយនឹងប្រែន័យសេចក្តីមកឲ្យស្ដាប់បានតែគេមិនអាចនឹងប្រែបានទេប៉ុន្តែចំណែកលោកយើងបានឮថាលោកប៉ិនប្រសពនឹងប្រែសេចក្តីហើយកែន័យដ៏ជ្រាលជ្រៅបានឥឡូវនេះបើលោកអាចនឹងមើលអក្សរនេះហើយប្រែន័យសេចក្តីឲ្យយើងស្ដាប់បាននោះលោកនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយហើយមានខ្សែមាសពាក់កផងក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី3ក្នុងនគរនោះដានីយ៉ែលលោកទូលតបនឹងស្ដេចថាឯអំណោយទានរបស់ព្រះករុណាសូមទុកសម្រាប់ព្រះអង្គទ្រង់ហើយសូមប្រទានរង្វាន់ដល់អ្នកដទៃទៀតចុះប៉ុន្តែចំណែកទូលបង្គំនឹងអានមើលអក្សរនេះថ្វាយព្រះករុណាហើយនឹងបកប្រែថ្វាយទ្រង់ជ្រាបផងបបិទ្ធព្រះរាជាព្រះដ៏ខ្ពស់បំផុតទ្រង់បានប្រទានរាជអំណាចសិរីល្អនិងឫទ្ធានុភាពដល់នេបូខនេសាជាព្រះបិតាទ្រង់បណ្ដាជនទាំងឡាយនិងគ្រប់សាសគ្រប់ភាសាក៏ញាប់ញ័រហើយកោតខ្លាចចំពោះទ្រង់ដោយព្រោះអំណាចដែលព្រះបានប្រទាននោះអ្នកណាដែលទ្រង់ចង់សម្លាប់នោះក៏សម្លាប់ទៅហើយអ្នកណាដែលទ្រង់ចង់ទុកឲ្យរស់នៅនោះក៏ទុកតាមព្រះទ័យឯអ្នកណាដែលទ្រង់ចង់តាំងឡើងនោះក៏តាំងហើយអ្នកណាដែលទ្រង់ចង់ទម្លាក់ចុះនោះក៏ទម្លាក់ទៅតែកាលព្រះទ័យទ្រង់បានប៉ោងឡើងត្រឡប់ជារឹងតឹងដល់ម្លេះបានជាទ្រង់ប្រព្រឹត្តដោយសេចក្តីអំនួតនោះទ្រង់ត្រូវទម្លាក់ចុះពីបល្ល័ង្ករាជរបស់ទ្រង់ហើយគេក៏ដកកិត្តិយសរបស់ទ្រង់ចេញទ្រង់ត្រូវបណ្ដេញចេញពីពួកមនុស្សទៅហើយព្រះទ័យទ្រង់បានត្រឡប់ទៅជាចិត្តរបស់សត្វវិញទ្រង់មានទីលំនៅជាមួយនឹងលាព្រៃក៏សោយស្មៅដូចជាគោហើយត្រូវទៅទឹកដោយសន្សើមពីលើមេឃដរាបដល់ទ្រង់បានជ្រាបថាព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជរបស់មនុស្សហើយថាទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រងនោះក៏តាមតែព្រះハរតីតែទ្រង់ដែលជាព្រះរាជបុត្រអូបេលសាសាអើយទោះបីទ្រង់បានជ្រាបរឿងទាំងនោះហើយក៏ដោយគង់តែទ្រង់មិនបានបន្ទាបព្រះទ័យដែរគឺទ្រង់បានលើកអង្គទ្រង់ឡើងទាស់នឹងព្រះអង្គម្ចាស់នៃស្ថានសួគ៌វិញហើយគេបាននាំយកពែងរបស់ព្រះវិហារនៃព្រះមកចំពោះទ្រង់ឯទ្រង់និងអស់ពួកសេនាបតីរបស់ទ្រង់ព្រមទាំងភរិយានិងពួកស្រីអ្នកម្នាងទាំងអស់គ្នាបានផឹកស្រាទំពាំងបាយជូរពីពែងនោះក៏បានសរសើរដល់អស់ទាំងព្រះដែលធ្វើពីប្រាក់មាសលង្ហិនដែកឈើនិងថ្មដែលមើលមិនឃើញស្ដាប់មិនឮក៏មិនដឹងអ្វីសោះតែចំណែកព្រះដែលក្តាប់ដង្ហើមជីវិតព្រះករុណានៅក្នុងព្រះហស្ថហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះនោះដែរនោះព្រះករុណាមិនបានលើកដំកើងព្រះអង្គនោះសោះយ៉ាងនោះបានជាចាត់ប្រើចំណែកដៃនេះពីចម្ពោះព្រះមកហើយមានកត់អក្សរនេះទុកនៅឯពាក្យដែលបានសរសេរនោះគឺថាមេនេតេកិលអូផាស៊ីនហើយនេះជាសេចក្តីបកប្រែនៃពាក្យទាំងនេះមេនេប្រែថាព្រះបានរាប់ថ្ងៃនៃរាជទ្រង់ហើយបានធ្វើឲ្យផុតទៅតេកិលប្រែថាទ្រង់បានត្រូវថ្លឹងនៅជញ្ជីងឃើញថាខ្វះខាតឯពេរេសនោះប្រែថានគររបស់ទ្រង់ត្រូវបែងចែកឲ្យដល់ពួកសាសមេឌីនិងពួកសាសពើស៊ីហើយ
នោះបេលសាសាទ្រង់ក៏ចេញបង្គាប់ហើយគេបំពាក់ដានីយ៉ែលដោយសំពត់ពណ៌ស្វាយព្រមទាំងខ្សែមាសនៅកផងរួចក៏ប្រកាសប្រាប់ពីដំណើរលោកថាត្រូវបានជាអ្នកគ្រប់គ្រងទី3ក្នុងនគរនៅយប់នោះឯងបេលសាសាជាស្ដេចសាសខាល់ដេទ្រង់ត្រូវគេធ្វើគុតហើយដារីយ៉ូសជាសាសមេឌីដែលមានព្រះជន្មប្រមាណ62ឆ្នាំហើយក៏ទទួលគ្រងរាជ្យឡើងដានីយ៉ែលជំពូក6ឯដារីយ៉ូសទ្រង់សពព្រះハរតីនិងតាំងចៅហ្វាយខេត្ត120នាក់ឡើងឲ្យត្រួតត្រាលើនគរជាពួកអ្នកដែលត្រូវផ្សាយចេញទៅនៅពេញក្នុងនគរទាំងមូលហើយឲ្យមានអធិបតី3នាក់ត្រួតលើចៅហ្វាយទាំងនោះដើម្បីឲ្យគេរៀបរាប់ប្រាប់ដល់ពួក3នាក់នោះប្រយោជន៍មិនឲ្យស្ដេចត្រូវខ្វះខាតឡើយឯដារីយ៉ែលលោកក៏នៅក្នុងពួកអធិបតីនោះដែររួចមកដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតីនិងពួកចៅហ្វាយទាំងប៉ុន្មានត្បិតលោកមានវិញ្ញាណយ៉ាងស្រួចស្រាលហើយស្ដេចទ្រង់គិតនឹងតាំងលោកឲ្យត្រួតលើនគរទាំងមូលដូច្នេះពួកអធិបតីនិងពួកចៅហ្វាយក៏ស្វែងរកហេតុពីដំណើររាជការផែនដីឲ្យទាស់នឹងដានីយ៉ែលតែគេរកឱកាសឬកំហុសអ្វីមិនបានឡើយក៏មិនឃើញមានថ្លោះថ្លោយឬទោសអ្វីដែរពីព្រោះលោកជាមនុស្សស្មោះត្រង់ដូច្នេះពួកអ្នកទាំងនោះប្រឹក្សាគ្នាថាយើងនឹងរកឱកាសទាស់នឹងឈ្មោះដានីយ៉ែលនេះមិនបានឡើយវាតែរកបានខាងឯក្រឹតវិន័យរបស់ព្រះនៃវាប៉ុណ្ណោះពួកអធិបតីនិងពួកចៅហ្វាយទាំងនោះក៏នាំគ្នាចូលទៅគាល់ស្ដេចទូលដូច្នេះថាបពិតព្រះករុណាដារីយ៉ូសសូមឲ្យទ្រង់បានប្រកបដោយព្រះជន្មចម្រើនជាយឺនយូរតទៅពួកអធិបតីក្នុងនគរពួកចៅហ្វាយខេត្តពួកភូឈួយពួកបាឡាត់និងពួកចៅហ្វាយស្រុកបានជំនុំព្រមគ្នាចង់តាំងព្រះរាជអង្គការមួយច្បាប់គឺជាសេចក្តីគំរាមយ៉ាងតឹងរឹងថាបើអ្នកណានឹងសូមអ្វីពីព្រះណាវាតែសូមពីព្រះរាជាក្នុងរវាង30ថ្ងៃនោះនឹងត្រូវបោះចោលទៅក្នុងរូងសឹងបពិតព្រះរាជាដូច្នេះសូមទ្រង់តាំងច្បាប់ហើយចុះហត្ថលេខានៅច្បាប់នោះប្រយោជន៍មិនឲ្យបានផ្លាស់ប្រែបានតាមរបៀបច្បាប់នៃសាសមេឌីនិងសាសពើស៊ីដែលនឹងផ្លាស់ប្ដូរមិនបានឡើយដូច្នេះស្ដេចដារីយ៉ូសទ្រង់ក៏ចុះហត្ថលេខានៅសម្បត្តិជាសេចក្តីបំរាមនោះកាលដានីយ៉ែលបានដឹងថាសម្បត្តិនោះបានចុះហត្ថលេខាហើយនោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោករីឯបង្អួចនៃបន្ទប់របស់លោកខាងក្រុងយេរូសាឡឹមក៏នៅចំហលោកលុតជង្គង់ចុះអធិដ្ឋានហើយអរព្រះគុណដល់ព្រះរបស់លោកមួយថ្ងៃ3ដងដូចជាកាលពីមុនឯពួកអ្នកទាំងនោះគេក៏មូលគ្នាមកឃើញដានីយ៉ែលកំពុងតែអធិស្ឋានទូលអង្វរនៅចំពោះព្រះនៃលោករួចគេក៏ចូលទៅជិតទូលនឹងស្ដេចពីដំណើរពាក្យបំរាមរបស់ទ្រង់ថាទ្រង់បានចុះហត្ថលេខានៅច្បាប់បំរាមហើយថាបើអ្នកណានឹងសូមអ្វីពីព្រះណាឬពីមនុស្សណាក៏ដោយលើកតែសូមពីព្រះរាជាក្នុងរវាង30ថ្ងៃនោះនឹងត្រូវបោះចោលទៅក្នុងរូងសឹងមែនឬមិនមែនស្ដេចទ្រង់មានបន្ទូលតបថាសេចក្តីនោះពិតមែនហើយតាមរបៀបច្បាប់នៃសាសមេឌីនិងសាសពើស៊ីដែលនឹងផ្លាស់ប្ដូរមិនបានឡើយនោះគេក៏ទូលដល់ស្ដេចថាឈ្មោះដានីយ៉ែលនោះដែលជាពួកឆ្លើយសាសយូដាមិនអើពើចំពោះទ្រង់ទេអោព្រះករុណាអើយក៏មិនយកចិត្តទុកដាក់នឹងច្បាប់បំរាមដែលទ្រង់បានចុះហត្ថលេខាហើយនោះដែរគឺចេះតែអធិស្ឋានសូមមួយថ្ងៃ3ដងវិញកាលស្ដេចបានឮពាក្យទាំងនោះទ្រង់ក៏ទោមនាស់ជាខ្លាំងហើយតាំងព្រះតីនឹងរកដោះដានីយ៉ែលឲ្យរួចទ្រង់ខំរកផ្លូវជួយឲ្យលោករួច
ដរាបដល់ថ្ងៃលិចខណៈនោះពួកអ្នកទាំងនោះក៏មូលគ្នាមកឯស្ដេចទូលថាបពិតព្រះរាជាសូមទ្រង់ជ្រាបថាតាមច្បាប់នៃសាសមេឌីនិងសាសពើស៊ីច្បាប់ណាឬបំរាមណាដែលស្ដេចបានតាំងទុកហើយនោះនឹងផ្លាស់ប្ដូរមិនបានឡើយដូច្នេះស្ដេចទ្រង់ក៏ចេញបង្គាប់ហើយគេនាំយកដានីយ៉ែលទៅបោះចុះទៅក្នុងរូងសត្វសឹងទៅស្ដេចទ្រង់មានបន្ទូលដល់ដានីយ៉ែលថាព្រះនៃអ្នកដែលអ្នកគោរពជានិច្ចទ្រង់នឹងជួយសង្គ្រោះអ្នកជាពិតគេក៏យកថ្មមួយមកបិទសន្ធប់មាត់រូងស្ដេចទ្រង់ក៏ប្រថាប់ត្រាព្រះទម្រង់ហើយនឹងចិញ្ចៀនត្រារបស់សេនាបតីទ្រង់ផងដើម្បីមិនឲ្យមានអ្វីផ្លាស់ប្ដូរពីដំណើរដានីយ៉ែលឡើយរួចទ្រង់វិលទៅឯព្រះរាជវាំងវិញក៏អត់សោយព្រះស្ងោយអស់មួយយប់នោះពួកមហោរីមិនបានប្រគំថ្វាយទ្រង់ទេឯទ្រង់ក៏ផ្ទុំមិនលក់ដែរស្ដេចទ្រង់តើនឡើងពីព្រលឹមស្រាងយាងទៅឯរូងសឹងជាប្រញាប់កាលជិតដល់រោងហើយនោះទ្រង់ស្រែកហៅដានីយ៉ែលដោយសំឡេងយ៉ាងក្តុកក្តួលសួរថាដានីយ៉ែលជាអ្នកបម្រើនៃព្រះដ៏មានព្រះជន្មរស់អើយតើព្រះនៃអ្នកដែលអ្នកគោរពជានិច្ចនោះទ្រង់អាចនឹងជួយឲ្យអ្នករួចពីសឹងបានឬទេនោះដានីយ៉ែលលោកទូលតបថាបពិតព្រះករុណាសូមទ្រង់បានប្រកបដោយព្រះជន្មចម្រើនជាយឺនយូរចុះព្រះនៃទូលបង្គំទ្រង់បានចាត់ទេវតារបស់ទ្រង់ឲ្យមកបិទមាត់សឹងទាំងអស់វាមិនបានប្រទោសដល់ទូលបង្គំទេពីព្រោះនៅចំពោះព្រះនោះមិនឃើញជាទូលបង្គំមានទោសអ្វីឡើយហើយបពិតព្រះករុណានៅចំពោះទ្រង់ទូលបង្គំក៏មិនបានធ្វើខុសអ្វីដែរដូច្នេះស្ដេចទ្រង់មានព្រះទ័យរីករាយក្រៃលែងក៏ចេញបង្គាប់ឲ្យយោងយកដានីយ៉ែលចេញពីរូងមកគេក៏យោងយកដានីយ៉ែលចេញមកហើយឥតឃើញមានរបួសណានៅខ្លួនលោកឡើយពីព្រោះលោកបានទុកចិត្តនឹងព្រះនៃលោករួចស្ដេចទ្រង់ចេញបង្គាប់ហើយគេក៏នាំយកពួកអ្នកដែលប្តឹងចោទដានីយ៉ែលមកបោះគេទៅក្នុងរូងសឹងវិញគឺទាំងខ្លួនគេនិងប្រពន្ធកូនគេផងហើយសឹងទាំងឡាយក៏មានអំណាចលើគេបានទាំងបំបាក់ឆ្អឹងគេឲ្យខូចខ្ទេចខ្ទីមុនដែលគេធ្លាក់ទៅដល់បាតរូងផងរួចមកស្ដេចដារីយ៉ូសទ្រង់ចេញព្រះរាជសារផ្ញើដល់បណ្ដាជនទាំងឡាយព្រមទាំងសាសដទៃនិងមនុស្សគ្រប់ភាសាដែលនៅលើផែនដីទាំងមូលថាសូមឲ្យសេចក្តីសុខបានចម្រើនដល់អ្នករាល់គ្នាចុះយើងចេញបង្គាប់ឲ្យមនុស្សទាំងឡាយនៅពេញក្នុងអាណាចក្ររបស់យើងបានញាប់ញ័រហើយកោតខ្លាចនៅចំពោះព្រះនៃដានីយ៉ែលត្បិតទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅក៏ស្ថិតស្ថេរនៅអស់កលរៀងតទៅរាជទ្រង់នឹងមិនត្រូវបំផ្លាញឡើយហើយអំណាចគ្រប់គ្រងរបស់ទ្រង់នឹងនៅជាប់ដរាបដល់ចុងបំផុតទ្រង់ប្រោះឲ្យរួចហើយក៏ជួយសង្គ្រោះទ្រង់ធ្វើទីសម្គាល់នឹងការអស្ចារ្យនៅស្ថានសួគ៌ហើយនៅផែនដីគឺទ្រង់ដែលបានប្រោះឲ្យដានីយ៉ែលរួចពីអំណាចសឹងយ៉ាងនោះដានីយ៉ែលនេះក៏ចម្រើនឡើងនៅក្នុងរាជ្យរបស់ដារីយ៉ូសហើយក្នុងរាជ្យរបស់ស៊ីរុសជាសាសពើស៊ីដែរដានីយ៉ែលជំពូក7នៅក្នុងឆ្នាំដំបូងនៃបេលសាសាជាស្ដេចក្រុងបាប៊ីឡូននោះដានីយ៉ែលលោកយល់សពឃើញការជាក់ស្ដែងនៅក្នុងខួរកំពុងដេកនៅលើដំណេករួចក៏កត់សុបិននោះទុកហើយប្រាប់ដោយសង្ខេបតាមសេចក្តីដែលសំខាន់ដានីយ៉ែលលោកបរិយាយថាខ្ញុំបានឃើញការជាក់ស្ដែងនៅពេលយប់ដូចនេះខ្យល់ទាំង4នៅលើអាកាសធ្លាក់ចុះមកលើមហាសមុទ្ររួចមានសត្វធំ4ឡើងចេញពីសមុទ្រមកមានសន្តានផ្សេងគ្នាសត្វទី1ដូចជាសឹងហើយមានស្លាបជាស្លាបឥន្ទ្រី
ខ្ញុំបានគុណមើលដរាបដល់ចំអេងស្លាបវាត្រូវដកចេញហើយវាត្រូវលើកឡើងផុតពីដីក៏ដាក់ឲ្យឈរជើងពីរដូចជាមនុស្សហើយបានឲ្យវាមានចិត្តរបស់មនុស្សដែររួចឃើញសត្វមួយទៀតជាសត្វទីពីរមានសន្តានជាខ្លាឃ្មុំក៏ឈរចំខែងពំឆ្អឹងជំនី3នៅក្នុងមាត់ខំដោយធ្មេញហើយមានគេប្រាប់ដល់វាថាចូលក្រោកឡើងហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅក្រោយមកខ្ញុំគុណមើលទៅឃើញសត្វមួយទៀតមានសន្តានជាខ្លារខិនឯនៅលើខ្នងវាមានស្លាប4នៃសត្វហើរក៏មានក្បាល4ដែរហើយមានអំណាចគ្រប់គ្រងប្រគល់ដល់វាលំដាប់នោះក្នុងការជាក់ស្ដែងពេលយប់ខ្ញុំក៏ឃើញសត្វទី4ដែលគួរសម្បើមគួរស្ញែងខ្លាចហើយមានកម្លាំងយ៉ាងក្រៃលែងមានធ្មេញដែកធំវាត្របាក់លេបលំអិតកំតិចហើយជន់ឈ្លីសំណល់ដោយជើងសត្វនោះប្លែកពីអស់ទាំងសត្វដែលមកជាមុននោះក៏មានស្នែង10ខ្ញុំបានពិចារណាមើលស្នែងទាំងនោះក៏ឃើញមានស្នែងមួយទៀតជាស្នែងតូចដុះឡើងនៅជាកណ្ដាលនៅមុខវាស្នែងចាស់3ត្រូវដកចេញទាំងរឹសហើយឃើញថាស្នែងមួយនោះមានភ្នែកដូចជាភ្នែកមនុស្សក៏មានមាត់កំពុងតែពោលយ៉ាងធំខ្ញុំក៏គុណមើលទាល់តែមានគេយកបល្ល័ង្កមកតាំងហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើព្រះពស្ត្រទ្រង់សស្គុះដូចហេមៈហើយព្រះកេសនៅព្រះសិរទ្រង់ក៏សដូចរោមចៀមយ៉ាងស្អាតឯបល្ល័ង្កទ្រង់នោះសុទ្ធតែជាអណ្ដាតភ្លើងហើយកងនៃបល្ល័ង្កនោះក៏ជាភ្លើងឆេះដែរមានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មកមានទាំងពាន់ដែលគោរពដល់ទ្រង់ហើយទាំងម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់នោះការវិនិច្ឆ័យបានរៀបចំជាស្រេចឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយខណៈនោះខ្ញុំបានគុណមើលដោយព្រោះសំឡេងរបស់ស្នែងមួយដែលពោលយ៉ាងធំនោះក៏មើលជាដរាបដល់សត្វនោះត្រូវសម្លាប់បង់ហើយខ្មោចវាត្រូវបំផ្លាញព្រមទាំងប្រគល់ដល់ភ្លើងឲ្យឆេះផងរីឯសត្វឯទៀតទាំងនោះអំណាចគ្រប់គ្រងរបស់វាត្រូវដកចេញតែជីវិតវាបាននៅតទៅអស់មួយពេលដល់កំណត់ខ្ញុំក៏ឃើញក្នុងការជាក់ស្ដែងពេលយប់នោះមានមួយអង្គដូចជាមនុស្សជាតិទ្រង់យាងមកក្នុងពពកឯដរអាកាសទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីបុរាណនោះហើយមានគេនាំចូលទៅចំពោះព្រះអង្គនោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រងនិងសេរីល្អព្រមទាំងឲ្យមានរាជផងដើម្បីឲ្យបណ្ដាជនទាំងឡាយសាសដតីនិងមនុស្សគ្រប់ភាសាបានគោរពដល់ទ្រង់ឯអំណាចគ្រប់គ្រងរបស់ទ្រង់នោះក៏ស្ថិតស្ថេរនៅអកលឥតដែលបានកន្លងបាត់ឡើយហើយរាជរបស់ទ្រង់នឹងបំផ្លាញមិនបានផងឯខ្ញុំដានីញ៉ែលចិត្តខ្ញុំកើតមានសេចក្តីតប់ប្រមល់នៅក្នុងខ្លួនហើយការជាក់ស្ដែងក្នុងខួរខ្ញុំក៏នាំឲ្យខ្ញុំវិតកព្រួយខ្ញុំក៏អែបចូលទៅចិត្តម្នាក់ដែលឈរនៅទីនោះសួរន័យដ៏ពិតរបស់ការទាំងនោះអ្នកនោះក៏ប្រាប់ដល់ខ្ញុំព្រមទាំងទំលាយនៃសេចក្តីឲ្យខ្ញុំយល់ផងឯសត្វធំទាំង4នោះគឺជាស្ដេច4អង្គដែលនឹងកើតឡើងនៅផែនដីតែពួកបរិសុទ្ធរបស់ព្រះខ្ពស់បំផុតគេនឹងទទួលរាជហើយនឹងបានរាជនោះជារបស់ផងខ្លួននៅជានិច្ចគឺអស់កលតទៅនោះខ្ញុំចង់ដឹងនៃពិតពីសត្វទី4ដែលផ្សេងពីសត្វឯទៀតនោះជាសត្វដែលគួរស្ញែងខ្លាចជាខ្លាំងមានធ្មេញដែកនិងក្រចកលង្ហិនដែលត្របាក់លេបលំអិតកំតិចហើយជន់ឈ្លីសំណល់ដោយជើងក៏ចង់ដឹងពីដំណើរស្នែង10នៅលើក្បាលវានិងពីស្នែងមួយនោះ
ដែលដុះឡើងជាខាងក្រោយហើយមានស្នែង3មុនដូចជានៅមុខវាគឺជាស្នែងមួយនោះដែលមានភ្នែកនិងមានមាត់ពោលយ៉ាងធំហើយរឹកពាក៏មាំជាងស្នែងឯទៀតខ្ញុំគន់មើលទៅឃើញស្នែងនោះឯងបានច្បាំងនឹងពួកបរិសុទ្ធហើយក៏ឈ្នះផងដរាបដល់ព្រះដ៏មានព្រះជន្មពីបុរាណបានយាងមកនោះការវិនិច្ឆ័យបានប្រគល់ដល់ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុតហើយកំណត់ក៏មកដល់ដែលពួកបរិសុទ្ធត្រូវបានរាជជារបស់ផងខ្លួនអ្នកនោះក៏ប្រាប់ថាសត្វទី4នោះគឺជានគរទី4នៅលើផែនដីដែលនឹងត្រូវប្លែកពីអស់ទាំងនគរហើយនឹងត្របាក់លេបផែនដីទាំងមូលក៏នឹងជន់ពង្រាបដោយជើងព្រមទាំងលំអិតកំទេចផងឯស្នែងទាំង10នោះគឺនឹងមានស្ដេច10អង្គកើតឡើងពីនគរនោះហើយក្រោយមកនឹងមានមួយទៀតកើតឡើងដែលនឹងប្លែកពីស្ដេចមុនក៏នឹងទម្លាក់ស្ដេច3អង្គនោះចុះស្ដេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុតហើយនឹងធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតដែរព្រមទាំងគិតបំផ្លាញពេលកំណត់និងច្បាប់ផងហើយគេនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្ដេចនោះនៅ1ខួប2ខួបហើយកន្លះខួបប៉ុន្តែកាលវិនិច្ឆ័យនឹងបានរៀបចំជាស្រេចហើយគេក៏ដកយកអំណាចវាចេញឲ្យត្រូវបំផ្លាញហើយសាបសូន្យទៅជាដរាបដល់ចុងបំផុតរាជនោះនឹងអំណាចគ្រប់គ្រងព្រមទាំងភាពរុងរឿងឧត្តមនៃអស់ទាំងនគរនៅក្រៅមេឃទាំងមូលនឹងបានប្រគល់ដល់បណ្ដាជនជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតរាជរបស់ទ្រង់ស្ថិតស្ថេរនៅអស់កលជានិច្ចហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងត្រូវគោរពដល់ទ្រង់ហើយស្ដាប់បង្គាប់ផងដំណើរនោះបានចប់ត្រឹមប៉ុណ្ណេះចំណែកខ្ញុំដានីយ៉ែលគំនិតខ្ញុំបាននាំឲ្យខ្ញុំវិតកព្រួយជាខ្លាំងហើយមុខខ្ញុំក៏ផ្លាស់ប្រែទៅតែខ្ញុំបានទុកដំណើរនោះនៅតែក្នុងចិត្តទេដានីយ៉ែលជំពូក8នៅឆ្នាំទី3ក្នុងរាជ្យនៃស្ដេចបេលសាសានោះមានការជាក់ស្ដែងលេចមកឲ្យដានីយ៉ែលខ្ញុំឃើញគឺក្រោយការជាក់ស្ដែងមួយដែលខ្ញុំបានឃើញពីមុននោះរីឯការខ្ញុំឃើញការជាក់ស្ដែងមួយនេះនោះខ្ញុំនៅក្នុងព្រះរាជវាំងត្រង់ក្រុងស៊ូសានក្នុងខេត្តអេឡាំតែក្នុងជាក់ស្ដែងនោះខ្ញុំឃើញថាខ្ញុំនៅឯមាត់ទន្លេអូឡាយវិញខណៈនោះខ្ញុំបានងើបភ្នែកឡើងមើលទៅឃើញមានជាមឈ្មោលមួយឈរនៅក្បែរទន្លេវាមានស្នែង2ហើយស្នែងទាំង2ក៏វែងមានតែមួយវែងជាងឯស្នែងមួយដែលវែងជាងបានដុះឡើងជាខាងក្រោយខ្ញុំក៏ឃើញជាមឈ្មោលកំពុងតែទន្ទ្រានទៅទិសខាងលិចទិសខាងជើងនិងទិសខាងត្បូងឥតមានសត្វណាមួយអាចនឹងទប់ទល់បានឡើយក៏គ្មានអ្នកណាអាចនឹងជួយឲ្យរួចពីកណ្ដាប់ដៃវាបានដែរគឺវាបានធ្វើតាមតែអំពើចិត្តហើយក៏ដំឡើងខ្លួនឡើងផងការខ្ញុំកំពុងតែពិចារណានោះឃើញមានពពែឈ្មោលមួយមកពីទិសខាងលិចហោះចេញលើផែនដីទាំងដុំមូលឥតប៉ះពាល់នឹងដីឡើយពពែនោះមានស្នែងមួយនៅកណ្ដាលភ្នែកទាំងពីរជាស្នែងគួរពេចពិលមើលវាក៏មកដល់ជាមឈ្មោលមានស្នែង2ដែលខ្ញុំឃើញឈរនៅក្បែរទន្លេនោះក៏ស្ទុះទៅលើដោយសេចក្តីឃោឃៅនៃកម្លាំងវាខ្ញុំឃើញវាចូលទៅចិត្តជាមឈ្មោលមានសេចក្តីមួម៉ៅដាល់ឡើងក៏ជល់ជាមនោះបំបាក់ស្នែងទាំងពីរទៅជាមនោះមិនអាចនឹងឈរនៅមុខវាបានទេគឺត្រូវដួលចុះដល់ដីហើយពពែដែលជន់ឈ្លីទៅឥតមានអ្នកណាមួយអាចនឹងជួយជាមឲ្យរួចបានឡើយពពែឈ្មោលក៏ដំឡើងខ្លួនយ៉ាងក្រៃលែងកាលបានមានកម្លាំងហើយនោះស្នែងធំត្រូវបាក់ទៅរួចមានស្នែង4
គួរពេចពិលមើលបានដោះឡើងចំនួនស្នែងទាំងនោះកន្ធែកទៅទិសទាំង4រួចមកមានស្នែងមួយតូចដុះចេញពីស្នែងមួយនោះក៏ធំឡើងយ៉ាងក្រៃលែងមានអំណាចទៅទិសខាងត្បូងទិសខាងកើតនិងខាងស្រុកដ៏ឧត្តមដែរវាក៏លើកខ្លួនឡើងរហូតដល់ពួកពលបរិវារនៅលើមេឃហើយក៏ទម្លាក់ពួកនោះខ្លះនិងផ្កាយខ្លះចុះមកដល់ដីរួចជន់ឈ្លីដោយជើងវាក៏ដំកើងខ្លួនឡើងរហូតដល់អ្នកជាកំពូលបណ្ដាច់នៃពួកពលបរិវារផងក៏លើកចោលការថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ចពីទ្រង់ចេញព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ទ្រង់អាប់អោនទៅឯពួកពលបរិវារក៏ត្រូវប្រគល់ទៅព្រមគ្នានឹងការថ្វាយដង្វាយដុតជានិច្ចដោយព្រោះអំពើរំលងវាបានបោះចោលសេចក្តីពិតចុះដល់ដីក៏ធ្វើតាមតែអំពើចិត្តហើយបានចម្រើនផងលំដាប់នោះខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយហើយមានអ្នកបរិសុទ្ធមួយទៀតសួរដល់អ្នកដែលនិយាយនោះថាតើដល់កាលណាទើបបានសម្រេចការជាក់ស្ដែងពីការថ្វាយដង្វាយដុតជានិច្ចនិងពីអំពើរំលងដែលធ្វើឲ្យខូចបង់នោះដើម្បីនឹងប្រគល់ទីបរិសុទ្ធហើយនឹងពួកពលបរិវារឲ្យត្រូវជន់ឈ្លីទៅអ្នកនោះក៏ប្រាប់មកខ្ញុំថាគឺដរាបដល់បានកន្លង2300ព្រឹកនិងល្ងាចទៅនោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញកាលខ្ញុំគឺដានីយ៉ែលខ្ញុំនេះបានឃើញការជាក់ស្ដែងនោះហើយខ្ញុំក៏រកចង់យល់ន័យនោះឃើញមានភាពដូចជាមនុស្សឈរនៅមុខខ្ញុំហើយខ្ញុំឮសំឡេងមនុស្សពីកណ្ដាលទន្លេអ៊ូឡាយហៅមកថាការព្រាយែលអើយចូលឲ្យមនុស្សនេះយល់ការជាក់ស្ដែងចុះដូច្នេះលោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរនៅការលោកមកដល់ហើយនោះខ្ញុំភ័យញ័រក៏ទម្លាក់ខ្លួនផ្កាប់មុខចុះតែលោកនិយាយមកខ្ញុំថាកូនមនុស្សអើយចូលយល់ចុះត្បិតការជាក់ស្ដែងនេះសម្រាប់គ្រាចុងក្រោយបំផុតកាលលោកកំពុងនិយាយមកខ្ញុំនោះខ្ញុំក៏លង់ស្មារតីទៅមានមុខផ្កាប់ដល់ដីតែលោកពាល់ខ្ញុំធ្វើឲ្យខ្ញុំឈរឡើងក៏ប្រាប់ខ្ញុំថាណែអញនឹងឲ្យឯងដឹងពីការដែលត្រូវមកក្នុងពេលចុងបំផុតនៃសេចក្តីខ្នាន់ខ្នាញ់ត្បិតការជាក់ស្ដែងនេះសំដៅទៅគ្រាចុងបំផុតឯជាមឈ្មោលមានស្នែងពីរដែលឯងបានឃើញនោះគឺជាស្ដេចសាសមេឌីនិងស្ដេចសាសពើស៊ីហើយពពែឈ្មោលរ៉ូមស្រមៅនោះគឺជាស្ដេចសាសក្រិចវិញចំណែកស្នែងមួយធំដែលនៅជាកណ្ដាលភ្នែកទាំងពីរនោះគឺជាស្ដេចដើមដំបូងឯដំណើរដែលស្នែងនោះត្រូវបាក់ហើយមានស្នែង4ដោះឡើងជំនួសនោះគឺជានគរ4ដែលនឹងកើតឡើងពីសាសនោះតែមិនមែនមានអំណាចដូចជាស្ដេចដើមនោះទេលុះដល់គ្រាក្រោយបង្អស់នៃនគរទាំងនោះក្នុងកាលដែលពួកអ្នកប្រព្រឹត្តរំលងបានគ្រប់ចំនួនហើយនោះនឹងមានស្ដេចមួយកើតឡើងដែលមានទឹកមុខសាហាវជាអ្នកយល់ក្នុងប្រាថ្នាស្ដេចនោះនឹងមានអំណាចយ៉ាងខ្លាំងក្រៃលែងតែមិនមែនដោយអំណាចរបស់ខ្លួនទេវានឹងបំផ្លាញយ៉ាងអស្ចារ្យក៏នឹងធ្វើកើតការទាំងអស់ដែលគិតនឹងធ្វើវានឹងបំផ្លាញទាំងពួកខ្លាំងពូកែនិងពួកបរិសុទ្ធបង់ហើយដោយគំនិតវាងវៃរបស់វានោះវានឹងធ្វើឲ្យកលឧបាយបានប្រយោជន៍នៅដៃខ្លួនរួចនឹងមានចិត្តលើកដំកើងខ្លួនព្រមទាំងបំផ្លាញមនុស្សយ៉ាងច្រើនដែលនៅដោយសុខស្រួលសូម្បីតែព្រះអង្គម្ចាស់លើអស់ទាំងព្រះអង្គចាស់គង់តែវានឹងហ៊ានឈរទទឹងទាស់ដែរតែវានឹងត្រូវបាក់បែកទៅឥតមានដៃអ្នកណាធ្វើឡើយឯការជាក់ស្ដែងពីព្រឹកនិងល្ងាចទាំងប៉ុន្មានដែលបានប្រាប់មកនោះជាសេចក្តីពិតហើយប៉ុន្តែត្រូវឲ្យឯងបំបិទការជាក់ស្ដែងនេះទុកនៅ
ត្បិតគឺសម្រាប់ទៅមុខជាយូរលង់នោះខ្ញុំដានីយ៉ែលក៏ខ្សោះល្វើយហើយឈឺនៅ4 ដងថ្ងៃរួចខ្ញុំក្រោកឡើងទៅទទួលការរបស់ស្ដេចវិញខ្ញុំក៏អស្ចារ្យក្នុងចិត្តពីដំណើរការជាក់ស្ដែងនោះប៉ុន្តែគ្មានអ្នកណាយល់សោះដានីយ៉ែលជំពូក 9 នៅឆ្នាំដំបូងក្នុងរាជ្យនៃដារីយ៉ូសព្រះរាជបុត្រាអហាសូរុសជារាជវង្សសាសមេឌីដែលគេបានតាំងឡើងជាស្ដេចឲ្យគ្រប់គ្រងលើអាណាចក្រខេត្តរបស់សាសខាល់ដេគឺក្នុងឆ្នាំដំបូងនៃរាជទ្រង់នោះខ្ញុំដានីយ៉ែលបានមើលគម្ពីរត្រង់កន្លែងដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមៀពីចំនួនឆ្នាំដែលត្រូវកន្លងទៅដើម្បីនឹងសម្រេចការខូចបង់នៃក្រុងយេរូសាឡឹមគឺគ្រប់70ឆ្នាំនោះខ្ញុំបានតាំងចិត្តចំពោះព្រះដ៏ជាព្រះអង្គម្ចាស់ដើម្បីរកអធិស្ឋានហើយទូលអង្វរព្រមទាំងតោមអត់ស្លៀកសំពត់ថ្មីហើយប្រឡាំងផេះផងខ្ញុំបានអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំក៏លន់តួដោយពាក្យថាអោព្រះអង្គម្ចាស់ជាព្រះដ៏ធំហើយគួរស្ញែងខ្លាចជាព្រះដែលរក្សាសេចក្តីសញ្ញានិងសេចក្តីសប្បុរសចំពោះអស់អ្នកដែលស្រឡាញ់ដល់ទ្រង់ហើយកាន់តាមបញ្ញត្តិទ្រង់អើយយើងខ្ញុំរាល់គ្នាបានធ្វើបាបបានប្រព្រឹត្តការក្រវិចក្រវៀនគឺបានប្រព្រឹត្តអាក្រក់ហើយបះបោរព្រមទាំងងាកបែរចេញពីក្រិតក្រមនិងបញ្ញត្តិច្បាប់របស់ទ្រង់ផងក៏មិនបានស្ដាប់តាមពួកហោរាជាអ្នកបម្រើទ្រង់ដែលបានទាយដល់ពួកស្ដេចពួកចៅហ្វាយពួកឯកការរបស់យើងខ្ញុំនិងបណ្ដាជនក្នុងស្រុកដោយនៅព្រះនាមទ្រង់ដែរអោព្រះអង្គម្ចាស់អើយសេចក្តីសុចរិតជារបស់ផងទ្រង់តែខាងយើងខ្ញុំមានតែសេចក្តីជ្រប់មុខវិញដូចជាសពថ្ងៃនេះគឺទាំងពួកមនុស្សនៅស្រុកយូដាពួកអ្នកនៅក្រុងយេរូសាឡឹមនិងសាសអ៊ីស្រាអែលទាំងអស់គ្នាដែលនៅជិតឆ្ងាយនៅក្នុងអស់ទាំងប្រទេសដែលទ្រង់បានបណ្ដេញគេដោយព្រោះអំពើរំលងដែលគេបានប្រព្រឹត្តទាស់នឹងទ្រង់ផងអោព្រះអង្គម្ចាស់អើយសេចក្តីជ្រប់មុខជារបស់ផងយើងខ្ញុំហើយគឺរបស់ពួកស្ដេចពួកចៅហ្វាយនិងពួកឯកការនៃយើងខ្ញុំពីព្រោះយើងខ្ញុំបានធ្វើបាបនឹងទ្រង់ឯសេចក្តីមេត្តាករុណានិងសេចក្តីអត់ទោសនោះជារបស់ផងព្រះដ៏ជាព្រះអង្គម្ចាស់នៃយើងខ្ញុំវិញទោះបើយើងខ្ញុំបានធ្វើបះបោរនឹងទ្រង់ក៏ដោយយើងខ្ញុំក៏មិនបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំដើម្បីនឹងដើរតាមក្រឹតវិន័យរបស់ទ្រង់ដែលទ្រង់បានតាំងនៅមុខយើងខ្ញុំដោយសារពួកហោរាជាអ្នកបម្រើទ្រង់ដែរពួកអ៊ីស្រាអែលទាំងអស់គ្នាបានរំលងចំពោះក្រឹតវិន័យរបស់ទ្រង់ហើយក៏បែរចេញដើម្បីមិនឲ្យត្រូវស្ដាប់តាមព្រះបន្ទូលទ្រង់ឡើយហេតុនោះសេចក្តីបណ្ដាសានេះត្រូវចាក់មកលើយើងខ្ញុំព្រមទាំងសេចក្តីសម្បត្តិដែលបានកត់ទុកនៅក្នុងក្រឹតវិន័យរបស់លោកម៉ូសេជាអ្នកបម្រើនៃព្រះដែរពីព្រោះយើងខ្ញុំបានធ្វើបាបចំពោះទ្រង់ហើយទ្រង់បានសម្រេចបញ្ជាក់ព្រះបន្ទូលដែលទ្រង់មានបន្ទូលទាស់នឹងយើងខ្ញុំហើយទាស់នឹងពួកចៅក្រមដែលជំនុំជម្រះយើងខ្ញុំដោយបាននាំសេចក្តីអាក្រក់យ៉ាងធំនេះមកលើយើងខ្ញុំត្បិតនៅក្រៅមេឃទាំងមូលមិនដែលកើតមានការអ្វីដូចជាបានកើតដល់ក្រុងយេរូសាឡឹមនោះឡើយសេចក្តីអាក្រក់ទាំងប៉ុន្មាននេះបានមកលើយើងខ្ញុំដូចជាបានចែងទុកមកក្នុងក្រឹតវិន័យរបស់លោកម៉ូសេហើយប៉ុន្តែយើងខ្ញុំមិនបានទទួលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំដើម្បីនឹងបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំឲ្យមានគំនិតវាងវៃ
ក្នុងសេចក្តីពិតរបស់ទ្រង់វិញនោះឡើយហេតុនោះបានជាព្រះយេហូវ៉ាបានរវាំងមើលអំពើអាក្រក់នោះក៏បានទម្លាក់មកលើយើងខ្ញុំវិញត្បិតព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទ្រង់សុចរិតក្នុងគ្រប់ការដែលទ្រង់បានធ្វើតែយើងខ្ញុំមិនបានស្ដាប់តាមព្រះបន្ទូលទ្រង់ឡើយឥឡូវនេះអោព្រះអង្គម្ចាស់ជាព្រះនៃយើងខ្ញុំដែលបាននាំរាជរបស់ទ្រង់ចេញពីស្រុកអេស៊ីបដោយព្រះហស្ថខ្លាំងពូកែហើយបានល្បីព្រះនាមខ្ចរខ្ចាយដូចជាសពថ្ងៃនេះអើយយើងខ្ញុំបានធ្វើបាបក៏បានប្រព្រឹត្តអំពើអាក្រក់ផងអោព្រះអង្គម្ចាស់អើយតាមគ្រប់ទាំងសេចក្តីសុចរិតរបស់ទ្រង់នោះសូមឲ្យសេចក្តីខ្ញាល់និងសេចក្តីក្រោធរបស់ទ្រង់បានបែរចេញពីក្រុងយេរូសាឡឹមគឺជាភ្នំបរិសុទ្ធរបស់ទ្រង់ទៅត្បិតក្រុងយេរូសាឡឹមនិងពួករាជរបស់ទ្រង់បានត្រឡប់ជាទីថ្មេះតេះដៀលដល់មនុស្សទាំងអស់ដែលនៅព័ទ្ធជុំវិញយើងខ្ញុំគឺដោយព្រោះតែអំពើបាបរបស់យើងខ្ញុំហើយនឹងអំពើទុច្ចរិតរបស់ពួកឯកកោយើងខ្ញុំទេដូច្នេះអោព្រះនៃយើងខ្ញុំអើយសូមទ្រង់ស្ដាប់តាមសេចក្តីអធិដ្ឋាននិងពាក្យទូលអង្វររបស់អ្នកបម្រើទ្រង់ហើយសូមធ្វើឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមកលើទីបរិសុទ្ធរបស់ទ្រង់ដែលនៅស្ងាត់ជ្រាបចុះគឺដោយយល់ដល់ព្រះអង្គម្ចាស់អោព្រះនៃទូលបង្គំអើយសូមផ្ទៀងព្រះការមកស្ដាប់សូមបើកព្រះនេត្រទ្រង់ទតមើលសេចក្តីខូចបង់របស់យើងខ្ញុំនិងទីក្រុងដែលបានហៅតាមព្រះនាមទ្រង់ត្បិតយើងខ្ញុំមិនមែនទូលអង្វរទ្រង់ដោយព្រោះយើងខ្ញុំមានសេចក្តីសុចរិតទេគឺដោយព្រោះតែសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់វិញអោព្រះអង្គម្ចាស់អើយសូមទ្រង់ព្រះសណ្ដាប់អោព្រះអង្គម្ចាស់អើយសូមទ្រង់អត់ទោសអោព្រះអង្គម្ចាស់អើយសូមទ្រង់ស្ដាប់ហើយប្រោសមេត្តាផងអោព្រះនៃទូលបង្គំអើយសូមកុំបង្អង់ឡើយដោយយល់ដល់អង្គទ្រង់ត្បិតទីក្រុងនៃទ្រង់និងរាជរបស់ទ្រង់បានហៅតាមព្រះនាមទ្រង់ហើយកាលខ្ញុំកំពុងតែទូលដល់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំព្រមទាំងអធិស្ឋាននិងលន់តួបាបរបស់ខ្ញុំហើយបាបរបស់ពួកអ៊ីស្រាអែលជារាជនៃខ្ញុំទាំងមូលអង្វរឲ្យភ្នំបរិសុទ្ធរបស់ព្រះនៃខ្ញុំផងកំពុងដែលខ្ញុំអធិស្ឋាននៅឡើយនោះលោកដែលនាមជាកាព្រីយ៉ែលជាអ្នកដែលខ្ញុំបានឃើញក្នុងការជាក់ស្ដែងមុនបង្អស់លោកហោះយ៉ាងលឿនចូលមកឯខ្ញុំក្នុងរវាងពេលថ្វាយដង្វាយល្ងាចហើយក៏ប្រាប់ខ្ញុំព្រមទាំងសន្ទនានឹងខ្ញុំថាដានីយ៉ែលអើយយើងបានចេញមកឥឡូវដើម្បីនឹងឲ្យអ្នកបានប្រាជ្ញាហើយនឹងយោបល់កាលអ្នកទៅនឹងចាប់តាំងអធិស្ឋាននោះមានចេញបង្គាប់ស្រេចហើយរួចយើងបានចេញមកដើម្បីនឹងប្រាប់ដល់អ្នកត្បិតអ្នកជាមនុស្សសំណប់យ៉ាងសំខាន់ដូច្នេះចូលពិចារណាសេចក្តីនេះហើយយល់ការជាក់ស្ដែងចោះគ្រប់70អាទិត្យបានកំណត់មកដល់សះឯងនិងទីក្រុងបរិសុទ្ធរបស់ឯងដើម្បីនឹងរំលត់បំបត្តិអំពើរំលងនិងធ្វើឲ្យអំពើបាបផុតទៅហើយឲ្យបានធួននឹងអំពើទុច្ចរិតព្រមទាំងនាំសេចក្តីសុចរិតដល់នៅអកលជានិច្ចចូលមកនឹងបិទត្រាជាក់ស្ដែងនិងសេចក្តីទំនាយហើយនឹងចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើងដូច្នេះត្រូវឲ្យដឹងហើយយល់ថាចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡឹមហើយសង់ឡើងវិញដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះគឺជាអ្នកដែលជាកំពូលបណ្ដាច់នោះត្រូវជាចំនួន7អាទិត្យនិង62អាទិត្យរួចនៅគ្រាជ្រួលច្រាលនោះទីក្រុងនឹងបានសង់ឡើងវិញមានទាំងផ្លូវធ្លានិងកំផែងផងលុះក្រោយពី62អាទិត្យនោះទៅនោះអ្នកដែលបានចាក់ប្រេងតាំងឡើងនឹងត្រូវផ្ដាច់ចេញវិញឥតមានទំនាក់ទំនងនឹងអ្វីឡើយរួចបណ្ដាទ័ពរបស់ចៅហ្វាយមួយដែលនឹងមក
គេនឹងបំផ្លាញទីក្រុងនិងទីបរិសុទ្ធបង់ឯចុងបំផុតនៃការនោះនឹងបានដូចជាជំនន់ទឹកក៏នឹងមានចម្បាំងដរាបដល់ចុងហើយបានសម្រេចឲ្យមានការបំផ្លាញដែរចៅហ្វាយនោះនឹងតាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាងមួយអាទិត្យតែដល់ពាក់កណ្ដាលអាទិត្យនោះនឹងធ្វើឲ្យការថ្វាយយ៉ាញ់បូជានិងដង្វាយឈប់ទៅហើយនៅក្នុងព្រះវិហារនឹងមានធ្វើការគួរស្អប់ខ្ពើមដែលនឹងបង្ខូចបំផ្លាញក៏នឹងមានសេចក្តីក្រោធចាក់ទៅលើទីខូចបង់នោះដរាបដល់ចុងបំផុតជាវេលាដែលបានកំណត់ទុកហើយដានីយ៉ែលជំពូក10នៅឆ្នាំទី3ក្នុងរាជ្យនៃស៊ីរុសជាស្ដេចពើស៊ីនោះមានការមួយបើកសម្ដែងឲ្យដានីយ៉ែលដែលលោកមានឈ្មោះថាបែលថេសាសាឃើញការនោះក៏ពិតប្រាកដគឺជាការសង្គ្រាមយ៉ាងធំលោកក៏ពិចារណាដំណើរនោះហើយបានយល់ចំពោះការជាក់ស្ដែងនៅគ្រានោះខ្ញុំដានីយ៉ែលខ្ញុំមានសេចក្តីទុក្ខព្រួយនៅពេញ3អាទិត្យខ្ញុំមិនបានទទួលទានអ្វីដែលត្រូវចំណុចចិត្តក៏មិនមានសាច់ឬស្រាទំពាំងបាយជូរចូលមកក្នុងមាត់ខ្ញុំឡើយខ្ញុំក៏មិនបានអប់ខ្លួនដែរដរាបដល់ផុត3អាទិត្យនោះទៅលុះដល់ថ្ងៃទី24ខែចែកកាលខ្ញុំនៅមាត់ទន្លេធំគឺជាទន្លេហ៊ីដេកែលនោះខ្ញុំបានងើបភ្នែកមើលទៅឃើញមានមនុស្សម្នាក់ស្លៀកពាក់ដោយសំពត់ទេសឯកហើយក្រវាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាសរូបកាយរបស់អ្នកនោះមើលទៅដូចជាត្បូងបេរីលហើយមុខមានភាពដូចជាផ្លេកបន្ទោឯភ្នែកក៏ដូចជាចន្លោះដែលឆេះដៃនិងជើងដូចជាលង្ហិនខាត់យ៉ាងភ្លឺហើយសូរសំឡេងរបស់អ្នកនោះដូចជាសូរនៃជំនុំមនុស្សយ៉ាងធំគឺខ្ញុំដានីយ៉ែលតែឯងដែលឃើញការជាក់ស្ដែងនោះពួកអ្នកដែលនៅជាមួយនឹងខ្ញុំឥតបានឃើញទេតែគេកើតមានសេចក្តីភ័យញ័រជាខ្លាំងហើយក៏រត់ទៅពួនខ្លួនដូច្នេះខ្ញុំត្រូវចោលឲ្យនៅតែឯងខ្ញុំក៏ឃើញការជាក់ស្ដែងយ៉ាងធំនោះហើយបានខ្សោះល្វើយទៅទឹកមុខខ្ញុំក៏ប្រែទៅជាស្លេកស្លាំងហើយខ្ញុំឥតមានកម្លាំងនៅសល់ឡើយប៉ុន្តែខ្ញុំឮសំឡេងនៃពាក្យរបស់អ្នកនោះកាលខ្ញុំបានឮសំឡេងនៃពាក្យនោះរួចហើយនោះខ្ញុំក៏លង់ស្មារតីទៅមានមុខកាប់ចុះដល់ដីនោះមានដៃមួយពាល់ខ្ញុំឲ្យខ្ញុំញ័รงើបឡើងដោយជង្គង់និងបាតដៃរួចក៏ពោលមកខ្ញុំថាឱដានីយ៉ែលជាអ្នកសំណប់យ៉ាងសំខាន់អើយចូលយល់ពាក្យដែលយើងប្រាប់អ្នកហើយឈរឲ្យត្រង់ឡើងចុះពីព្រោះយើងត្រូវចាត់មកឯអ្នកកាលលោកបានពោលពាក្យទាំងនោះមកខ្ញុំហើយនោះខ្ញុំក៏ឈរនៅទាំងញាប់ញ័ររួចលោកប្រាប់ខ្ញុំថាដានីយ៉ែលអើយកុំឲ្យខ្លាចឡើយត្បិតចាប់តាំងពីថ្ងៃមុនដំបូងដែលអ្នកបានតាំងចិត្តរកយល់ហើយបន្ទាបខ្លួនចុះនៅចំពោះព្រះនៃអ្នកនោះពាក្យរបស់អ្នកក៏បានឮហើយរួចយើងក៏បានមកដោយព្រោះពាក្យនោះប៉ុន្តែម្ចាស់ដ៏ធំនៃនគរពើស៊ីបានឃាត់យើងអស់21ថ្ងៃតែមើលមីកែលជាពួកហោរាទេវតាមួយបានមកជួយយើងយ៉ាងនោះយើងបាននៅទីនោះជាមួយនឹងពួកស្ដេចពើស៊ីទៅឥឡូវនេះបានមកដើម្បីឲ្យអ្នកបានយល់ពីការដែលត្រូវកើតដល់សះអ្នកនៅគ្រាក្រោយបង្អស់ត្បិតការជាក់ស្ដែងនេះសំដៅដល់យូរថ្ងៃទៅខាងមុខលុះកាលលោកបាននិយាយមកខ្ញុំតាមសេចក្តីទាំងនោះរួចហើយនោះខ្ញុំក៏អោនមុខមើលទៅដីហើយបានគរនៅនោះឃើញមានម្នាក់មានភាពដូចជាមនុស្សជាតិមកពាល់បបោមាត់ខ្ញុំរួចខ្ញុំហាមាត់និយាយដល់លោកដែលឈរនៅមុខខ្ញុំថាឱលោកម្ចាស់អើយសេចក្តីបារម្ភព្រួយបានចាប់ខ្ញុំដោយព្រោះឃើញការជាក់ស្ដែងនេះហើយខ្ញុំឥតមានកម្លាំងទៀតសោះត្បិតធ្វើដូចម្ដេចឲ្យខ្ញុំ
ជាបាវបម្រើរបស់លោកម្ចាស់ហ៊ាននិយាយនឹងលោកបានពីព្រោះចំណែកខ្ញុំស្រាប់តែគ្មានកម្លាំងនៅក្នុងខ្លួនទៀតសោះក៏គ្មានដង្ហើមសល់នៅដែររួចមកមានម្នាក់មានភាពដូចជាមនុស្សជាតិបានពាល់ខ្ញុំទៀតហើយក៏ចម្រើនកម្លាំងដល់ខ្ញុំរួចប្រាប់ខ្ញុំថាឱអ្នកសំណប់យ៉ាងសំខាន់អើយកុំឲ្យខ្លាចឡើយសូមឲ្យបានប្រកបដោយសេចក្តីសុខចុះចូលឲ្យមានកម្លាំងឡើងចូលមានកម្លាំងឡើងកាលលោកបានពោលនឹងខ្ញុំហើយនោះខ្ញុំក៏មានកម្លាំងឡើងហើយខ្ញុំនិយាយថាសូមឲ្យលោកម្ចាស់មានប្រសាសន៍មកចុះពីព្រោះលោកបានចម្រើនកម្លាំងដល់ខ្ញុំហើយលោកតបមកថាតើអ្នកដឹងជាយើងមកឯអ្នកដោយហេតុអ្វីឬទេតែឥឡូវនេះយើងត្រូវត្រឡប់ទៅតយុទ្ធនឹងម្ចាស់ដ៏ធំនៃនគរពើស៊ីកាលយើងបានចេញទៅផុតហើយនោះម្ចាស់ដ៏ធំនៃនគរក្រិកនឹងមកដល់ប៉ុន្តែយើងនឹងប្រាប់អ្នកពីសេចក្តីដែលកត់ទុកក្នុងគម្ពីរដ៏ពិតគ្មានអ្នកណាជួយខាងយើងក្នុងដំណើរការទាំងនេះឡើយមានតែមីកែលជាទេវតារបស់អ្នកប៉ុណ្ណោះដានីយ៉ែលជំពូក11ឯយើងនៅឆ្នាំដំបូងក្នុងរាជ្យនៃដារីយ៉ូសជាស្ដេចមេឌីនោះយើងបានឈរជាមួយដើម្បីចម្រើនកម្លាំងហើយទប់ទល់ស្ដេចឥឡូវនេះយើងនឹងសម្ដែងឲ្យអ្នកឃើញសេចក្តីពិតមើលត្រូវមានស្ដេចសាសពើស៊ី3អង្គទៀតសោយរាជឡើងរួចស្ដេចទី4នឹងមានព្រះរាជទ្រព្យច្រើនក្រៃលែងជាជាងគេទាំងអស់កាលណាបានចម្រើនកម្លាំងដោយសារព្រះរាជទ្រព្យទាំងនោះហើយនោះទ្រង់នឹងលើកមនុស្សទាំងអស់ឡើងទាស់នឹងអាណាចក្ររបស់សាសក្រិកគ្រានោះនឹងមានស្ដេចមួយខ្លាំងពូកែសោយរាជឡើងជាស្ដេចដែលនឹងគ្រប់គ្រងដោយអំណាចយ៉ាងខ្លាំងហើយនឹងធ្វើតាមតែបំណងព្រះទ័យកាលណាស្ដេចនោះបានសោយរាជឡើងហើយនោះនគរទ្រង់នឹងត្រូវបែកខ្ញែកហើយបែងចែកទៅឯខ្យល់លើអាកាសទាំង4ទិសតែមិនមែនចែកឲ្យដល់ពូជពង្សនៃស្ដេចនោះទេក៏មិនមែនដោយមានអំណាចដូចជាស្ដេចនោះធ្លាប់គ្រប់គ្រងដែរត្បិតនគរនោះនឹងត្រូវជ្រៀតចេញចែកទៅដល់មនុស្សដទៃវិញឯស្ដេចខាងត្បូងនឹងមានកម្លាំងតែមេទ័ពម្នាក់របស់ទ្រង់នឹងមានកម្លាំងច្រើនលើសជាងហើយនឹងមានអំណាចសោយរាជឯអំណាចគ្រប់គ្រងរបស់អ្នកនោះនឹងបានជាធំទូលាយដល់ក្រោយ 4-10 ឆ្នាំទៅនោះគេនឹងចងសម្ព័ន្ធមិត្តនឹងគ្នាវិញដោយព្រះរាជបុត្រីនៃស្ដេចខាងត្បូងបានទៅឯស្ដេចខាងជើងដើម្បីតាំងសញ្ញានឹងគ្នាតែនាងមិនមែនមានអំណាចនៅជាយូរទេហើយបិតានាងក៏មិនជាប់នៅឬកន្សៃវង្សរបស់ទ្រង់ផងគឺនាងនឹងត្រូវលើកចោលព្រមទាំងពួកអ្នកដែលបាននាំនាងនិងកូនដែលនាងបង្កើតហើយអ្នកដែលបានគាំពៀនាងក្នុងគ្រានោះដែរតែនឹងមានលំពងមួយពន្លកចេញពីវង្សនាងសោយរាជឡើងជំនួសបិតាស្ដេចនោះនឹងទៅច្បាំងនឹងពលទ័ពនៃស្ដេចខាងជើងហើយនឹងចូលទៅក្នុងបន្ទាយរបស់គេក៏តយុទ្ធនឹងគេព្រមទាំងឈ្នះផងរួចនឹងគៀងយកអស់ទាំងព្រះនិងរូបពិតរបស់គេព្រមទាំងប្រដាប់ធ្វើពីប្រាក់និងមាសដ៏មានតម្លៃនាំទៅឯស្រុកអេស៊ីបបន្ទាប់នោះនឹងខានទៅច្បាំងនឹងស្ដេចខាងជើងជាយូរឆ្នាំឯស្ដេចខាងជើងនោះនឹងទន្ទ្រានចូលក្នុងព្រំដែនរបស់ស្ដេចខាងត្បូងតែនឹងត្រូវវិលត្រឡប់ទៅឯស្រុកកំណើតរបស់ខ្លួនវិញរួចមកពួកកូនចៅរបស់ស្ដេចនោះនឹងធ្វើចម្បាំងគឺនឹងប្រមូលកងទ័ពយ៉ាងធំជាច្រើនកងទ័ពនោះនឹងចេញទៅសាយពេញពាសហើយដើរកាត់ស្រុកទៅច្បាំងរហូតដល់បន្ទាយរបស់គេគ្រានោះស្ដេចខាងត្បូងនឹងមានសេចក្តីក្រេវក្រោធឈកឆេវឡើងគឺនឹងដំរៀបពលទ័ពយ៉ាងសន្ធឹក
ហើយពលទ័ពរបស់គេនឹងត្រូវប្រគល់មកក្នុងកណ្ដាប់ដៃនៃស្ដេចខាងត្បូងកាលណាបានឈ្នះពលទ័ពរបស់គេហើយនោះទ្រង់នឹងមានព្រះទ័យប៉ោងឡើងរួចទ្រង់នឹងសម្លាប់ពួកគេទាំងម៉ឺនតែតទៅនឹងឈ្នះមិនបានទេត្បិតស្ដេចខាងជើងនឹងវិលត្រឡប់មកវិញនាំទាំងពលទ័ពយ៉ាងសន្ធឹកលើសជាងជាន់មុនទៅទៀតហើយក្រោយបន្តិចទៅគឺក្រោយប្រមាណប៉ុន្មានឆ្នាំទៅមុខទ្រង់នឹងនាំពលទ័ពយ៉ាងធំនិងគ្រឿងចម្បាំងយ៉ាងសន្ធឹកមកនៅគ្រានោះនឹងមានមនុស្សជាច្រើនតាំងខ្លួនឡើងទាស់នឹងស្ដេចខាងត្បូងឯក្នុងសាសរបស់អ្នកក៏នឹងមានពួកមនុស្សច្រឡោតខ្លះលើកខ្លួនឡើងដែរដើម្បីនឹងសម្រេចការជាក់ស្ដែងនេះតែគេនឹងត្រូវដួលចុះទេយ៉ាងនោះស្ដេចខាងជើងនឹងមកជីកស្នាមភ្លោះហើយចាប់យកបានទីក្រុងដែលមានគ្រឿងការពារជាបរិបូរណ៍ឯពលទ័ពរបស់ស្រុកខាងត្បូងនឹងធន់នៅមិនបានព្រមទាំងពលជ្រើសរើសរបស់ស្ដេចនោះផងក៏នឹងគ្មានកម្លាំងល្មមទប់ទល់ឡើយគឺស្ដេចដែលលុយចូលមកច្បាំងនោះនឹងធ្វើតាមតែអំពើចិត្តឥតមានអ្នកណាអាចនឹងឈរនៅមុខទ្រង់បានឡើយទ្រង់នឹងឈរនៅក្នុងស្រុកដ៏ឧត្តមទាំងមានអំណាចបំផ្លាញនៅក្នុងកណ្ដាប់ដៃផងហើយទ្រង់នឹងមានគំនិតគិតនាំកម្លាំងនៃរាជទ្រង់ទាំងអស់មកទៀតតែទ្រង់បែរជាតាំងស្ពានមេត្រីវិញហើយក៏សម្រេចតាមនោះរួចលើកបុត្រីខ្លួនឲ្យដល់ស្ដេចខាងត្បូងដើម្បីនឹងគិតបំផ្លាញទ្រង់តែនាងមិនបានចូលគំនិតឬសម្រេចតាមបំណងបីតាឡើយក្រោយនោះមកទ្រង់នឹងបែរព្រះភ័ក្ត្រទៅខាងកោះសមុទ្រទាំងប៉ុន្មានហើយនឹងចាប់យកបានជាច្រើនដែរតែនឹងមានពលទ័ពកំចាត់សេចក្តីអាម៉ាស់ខ្មាស់ចំពោះស្ដេចនោះចេញមួយទៀតនឹងទម្លាក់សេចក្តីអាម៉ាស់ខ្មាស់នោះទៅលើទ្រង់វិញនោះទ្រង់នឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួនតែទ្រង់នឹងជំពប់ដួលឥតមានអ្នកណាឃើញទៀតឡើយបន្ទាប់នោះមកនឹងមានស្ដេចមួយសោយរាជឡើងជំនួសជាអ្នកដែលនឹងចាប់ភ្នាក់ងារឲ្យដើរកាត់ស្រុករុងរឿងក្នុងនគរដើម្បីរឹងទាសួយតែក្រោយមកមិនយូរថ្ងៃស្ដេចនោះនឹងត្រូវបំផ្លាញទៅមិនមែនក្នុងកំហឹងឬការសង្គ្រាមនោះទេរួចនឹងមានម្នាក់ដែលគួរស្អប់ខ្ពើមតាំងខ្លួនឡើងជំនួសទ្រង់ឥតមានអ្នកណាប្រគល់រាជស័ក្តិដល់អ្នកនោះឡើយគឺនឹងចូលមកក្នុងគ្រាសុខសាន្តជែងយករាជដោយសេចក្តីបញ្ចើញវិញឯពលទ័ពដ៏មានជ័យនឹងត្រូវចុះចាញ់នៅចំពោះអ្នកនោះហើយនឹងត្រូវបាក់បែកអស់ទៅទោះទាំងសម្ដេចសង្ឃនៃសេចក្តីសញ្ញាផងក្រោយដែលគេបានតាំងសញ្ញានឹងអ្នកនោះហើយនោះវានឹងប្រព្រឹត្តដោយឧបាយកលត្បិតវានឹងឡើងមកហើយនឹងមានកម្លាំងឡើងដោយមានគ្នាតែបន្តិចប៉ុណ្ណោះគឺនៅក្នុងគ្រាសុខសាន្តដែលវានឹងឡើងមកឯកន្លែងដ៏ល្អបំផុតក្នុងដែនឧត្តមហើយវានឹងធ្វើការដែលពួកឯកកោវាតមកមិនដែលធ្វើឡើយគឺវានឹងយករបបនិងរបស់ដែលប្លន់បានហើយទ្រព្យសម្បត្តិផ្សេងកំចាយដល់គេវានឹងបង្កើតកិច្ចកលរបស់វាទាស់ទទឹងទីមាំមួននៅរវាងមួយពេលវានឹងដាស់កម្លាំងនិងសេចក្តីអង់អាចរបស់វាឡើងទាស់នឹងស្ដេចខាងត្បូងដោយមានពលទ័ពយ៉ាងសន្ធឹកហើយស្ដេចខាងត្បូងនឹងមកច្បាំងនឹងវាមានពលទ័ពយ៉ាងសន្ធឹកហើយខ្លាំងពូកែផងតែនឹងទប់ទល់មិនបានទេព្រោះនឹងមានគេបង្កើតកិច្ចកលទាស់នឹងទ្រង់អ្នកមួយដែលធ្លាប់ស៊ីចំណីរបស់ទ្រង់នឹងបំផ្លាញទ្រង់បង់ហើយកងទ័ពរបស់ទ្រង់នឹងបែកខ្ញែករត់ទៅតែពាសក៏នឹងមានជាច្រើនដួលស្លាប់ដែរឯស្ដេចទាំងពីរអង្គនេះគេនឹងមានចិត្តរិះរកធ្វើតែការចំណាយទទេគេនឹងកុហកដល់គ្នានឹងគ្នា
ក្នុងពេលកំពុងអង្គុយនៅតុជាមួយគ្នាផងតែការនោះនឹងមិនចម្រើនដល់គេឡើយត្បិតវេលាចុងបំផុតនឹងមកក្នុងពេលកំណត់ទេគ្រានោះវានឹងវិលទៅស្រុករបស់ខ្លួនវិញនាំទាំងទ្រព្យសម្បត្តិជាច្រើនទៅផងរួចវានឹងកើតមានចិត្តទាស់ទតឹងសេចក្តីសញ្ញាដ៏បរិសុទ្ធហើយនឹងធ្វើតាមតែបំណងចិត្តរួចវិលទៅឯស្រុករបស់ខ្លួនវិញលុះដល់វេលាកំណត់វានឹងត្រឡប់មកចូលក្នុងស្រុកខាងត្បូងទៀតតែជាន់ក្រោយនេះនឹងមិនបានដូចជាជាន់មុនទេពីព្រោះអស់ទាំងនាវានៅស្រុកគីទីមនឹងមកទាស់នឹងវាដូច្នេះវានឹងធ្លាក់ចិត្តហើយវិលទៅវិញដោយមានសេចក្តីខ្នាន់ខ្នាញ់ទាស់នឹងសេចក្តីសញ្ញាដ៏បរិសុទ្ធហើយនឹងធ្វើតាមអំពើចិត្តគឺវានឹងត្រឡប់មកវិញហើយរួមគំនិតនឹងពួកអ្នកដែលក្បត់សេចក្តីសញ្ញាដ៏បរិសុទ្ធនោះគ្រានោះពលទ័ពនឹងត្រូវខាងវាហើយគេនឹងបង្អាប់ទីបរិសុទ្ធគឺជាទីមាំមួនព្រមទាំងបញ្ឈប់បំបត្តិការថ្វាយដង្វាយជានិច្ចចេញហើយតាំងសេចក្តីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញឡើងឯពួកអ្នកដែលប្រព្រឹត្តអាក្រក់ទាស់នឹងសេចក្តីសញ្ញានោះវានឹងនាំបង្ខូចចិត្តគេដោយពាក្យបញ្ចោចតែចំណែកពួកអ្នកទាំងប៉ុន្មានដែលស្ដាប់ព្រះនៃខ្លួនគេនឹងមានចិត្តរឹងប៉ឹងហើយនឹងប្រតិបត្តិទៅពួកអ្នកដែលមានប្រាជ្ញាក្នុងបណ្ដាជនគេនឹងបង្រៀនមនុស្សជាច្រើនប៉ុន្តែគេនឹងត្រូវដួលដោយដាវនិងភ្លើងព្រមទាំងដឹកទៅជាឆ្លើយហើយត្រូវគេរឹបជាន់ជាយូរថ្ងៃផងរីឯកាលណាគេត្រូវដួលនោះគេនឹងមានសេចក្តីជំនួយបន្តិចដែរក៏នឹងមានមនុស្សជាច្រើនចូលខាងគេដោយចិត្តក្រឡិចក្រឡុចឯពួកគេដែលមានប្រាជ្ញានឹងមានខ្លះដួលចុះដើម្បីឲ្យបានសម្រង់ហើយសម្អាតពួកគេព្រមទាំងឲ្យគេបានសស្គូសដរាបដល់វេលាចុងបំផុតត្បិតការទាំងនោះនឹងមកក្នុងពេលកំណត់ទេស្ដេចនោះនឹងធ្វើតាមតែអំពើចិត្តក៏នឹងដំកើងខ្លួនហើយលើកខ្លួនពុះជាងអស់ទាំងព្រះវានឹងពោលយ៉ាងអស្ចារ្យទាស់នឹងព្រះនៃអស់ទាំងព្រះវានឹងចេះតែចម្រើនដរាបដល់សេចក្តីខ្នាន់ខ្នាញ់បានសម្រេចត្បិតការដែលបានសម្រេចនឹងធ្វើហើយនោះត្រូវធ្វើទៅវានឹងមិនយកចិត្តទុកដាក់ចំពោះព្រះនៃពួកឯកកាវាឬចំពោះបំណងចិត្តរបស់ពួកស្រីៗទេក៏មិនកោតខ្លាចដល់ព្រះណាផងត្បិតវានឹងដំកើងខ្លួនជាធំលើសជាងទាំងអស់ទោះបើយ៉ាងនោះគង់តែវានឹងគោរពតាមព្រះនៃបន្ទាយដែរហើយឯព្រះមួយដែលពួកឯកកាវាមិនបានស្គាល់សោះនោះវានឹងគោរពដោយមាសប្រាក់និងត្បូងមានតម្លៃហើយនឹងរបស់ថ្លៃវិសេសគឺដោយព្រះដតីនោះដែលវានឹងឈ្នះទីមាំមួនរបស់សាសផ្សេងឯអ្នកណាដែលនឹងយល់ខាងខ្លួននោះវានឹងលើកឲ្យមានកិត្តិយសជាធំឡើងហើយនឹងតាំងឲ្យគេគ្រប់គ្រងលើមនុស្សជាច្រើនព្រមទាំងចែកឲ្យដល់គេទុកជារង្វាន់ផងលុះដល់គ្រាចុងបំផុតនោះស្ដេចខាងត្បូងនឹងតយុទ្ធនឹងវាតែស្ដេចខាងជើងនឹងមកទាស់នឹងទ្រង់ដូចជាខ្យល់គួចមានទាំងរទេះចម្បាំងពលសេះនិងនាវាជាច្រើនវានឹងលុកចូលក្នុងប្រទេសដតីទាំងប៉ុន្មានទាំងសាយចេញដូចជាទឹកជន់រួចបង្ហួសទៅវានឹងចូលទៅក្នុងស្រុកឧត្តមដែរហើយមនុស្សជាច្រើននឹងត្រូវផ្ដួលចុះតែសាសទាំងនេះនឹងបានរួចពីកណ្ដាប់ដៃវាគឺអេដុំម៉ូអាប់និងពួកសំខាន់ក្នុងកូនចៅអាម៉ូនវានឹងលូកដៃទៅលើប្រទេសទាំងអស់ហើយស្រុកអេស៊ីបក៏មិនបានរួចដែរគឺវានឹងគ្រប់គ្រងលើអស់ទាំងមាសនិងប្រាក់ជាព្រះរាជទ្រព្យនិងលើគ្រប់ទាំងរបស់មានតម្លៃនៅស្រុកអេស៊ីបឯពួកសាសលីប៊ី
និងសាសអេទីយ៉ូពីគេនឹងជាប់តាមដានជើងវាតែដំណើរដែលនឹងចេញពីស្រុកខាងកើតហើយពីខាងជើងនឹងនាំឲ្យវាវិតកព្រួយដូច្នេះវានឹងចេញទៅដោយសេចក្តីក្រេវក្រោធយ៉ាងខ្លាំងដើម្បីនឹងបំផ្លាញហើយនឹងរំលាងមនុស្សជាច្រើនបង់វានឹងដំឡើងអស់ទាំងពន្លានៃព្រះរាជឋាននៅជាកណ្ដាលសមុទ្រហើយនឹងភ្នំបរិសុទ្ធដ៏ឧត្តមប៉ុន្តែវានឹងមកដល់ចុងបំផុតរបស់វាឥតមានអ្នកណាជួយឡើយដានីយ៉ែលជំពូក12នៅគ្រានោះមីកែលជាមហាទេវតាដែលតំណាងពួកកូនចៅរបស់សាសនាលោកនឹងឈរឡើងក៏នឹងមានគ្រាវេទនាជាខ្លាំងដល់ម្លេះបានជាចាប់តាំងពីមាននគរដរាបដល់វេលានោះឯងនោះមិនដែលមានកើតមានយ៉ាងដូច្នោះឡើយហើយនៅគ្រានោះសាសនានឹងបានប្រោះឲ្យរួចគឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជីហើយពួកអ្នកដែលដេកលក់នៅក្នុងធូលីដីនឹងភ្ញាក់ឡើងវិញជាច្រើនគឺខ្លះឲ្យបានជីវិតរស់នៅអកលជានិច្ចនិងខ្លះឲ្យបានសេចក្តីអាម៉ាស់ខ្មាស់ហើយឲ្យបានជាទីខ្ពើមឆ្អើមនៅអកលជានិច្ចវិញឯពួកអ្នកដែលមានប្រាជ្ញាគេនឹងភ្លឺដូចជាពន្លឺរស្មីនៃផ្ទៃមេឃហើយពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្តីសុចរិតនោះនឹងភ្លឺដូចជាអស់ទាំងផ្កាយនៅជាដរាបតទៅតែចំណែកអ្នកឱដានីយ៉ែលអើយចូលបិទបាំងពាក្យទាំងនេះហើយបិទត្រាសៀវភៅនេះទុកដរាបដល់គ្រាចុងបំផុតចុះមនុស្សជាច្រើននឹងខំរកយល់ហើយចំណេះនឹងបានចម្រើនឡើងគ្រានោះខ្ញុំដានីយ៉ែលក៏មើលទៅឃើញមានពីរនាក់ទៀតឈរនៅមួយត្រើយទន្លេខាងអាយហើយមួយត្រើយទន្លេខាងនាយម្នាក់ក៏និយាយដល់មនុស្សស្លៀកពាក់សំពត់ទេសឯកដែលនៅពីលើទឹកទន្លេនោះក្នុងកាលដែលលោកបានលើកដៃទាំងស្ដាំទាំងឆ្វេងទៅឯលើស្បត់ដោយនៅព្រះអង្គដែលមានព្រះជន្មរស់នៅអកលជានិច្ចថាការនេះនឹងមាននៅអស់1ខួប2ខួបហើយនឹងកន្លះខួបហើយកាលណាគេបានបង្ហើយការបំបែកកំទេចអំណាចរបស់ជនជាតិបរិសុទ្ធរួចជាស្រេចនោះការទាំងនេះនឹងបានសម្រេចដែរខ្ញុំបានឮតែមិនបានយល់សោះដូច្នេះខ្ញុំសួរថាឱលោកម្ចាស់អើយតើចុងបំផុតនៃការទាំងនេះនឹងបានយ៉ាងណាទៅតែលោកតបថាដានីយ៉ែលអើយចូលទៅចោះត្បិតសេចក្តីទាំងនេះត្រូវបិទបាំងហើយបិទត្រាទុកដរាបដល់គ្រាបំផុតមនុស្សជាច្រើននឹងសម្អាតហើយជំរះខ្លួនឲ្យសស្គូសរួចនឹងបានសម្រង់ជាស្រេចឯពួកមនុស្សអាក្រក់គេនឹងចេះតែប្រព្រឹត្តអំពើអាក្រក់ទៅតែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេចំណែកឯពួកអ្នកដែលមានប្រាជ្ញាគេនឹងយល់វិញរីឯពេលចាប់តាំងពីការថ្វាយដង្វាយជានិច្ចត្រូវបញ្ឈប់បំបត្តិទៅហើយរបស់គួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញបានតាំងឡើងនោះត្រូវមាន1290ថ្ងៃមានពរហើយអ្នកណាដែលរងចាំទម្រាំដល់គ្រា1335ថ្ងៃត្រូវឲ្យអ្នកទៅតាមផ្លូវរបស់អ្នកចោះដរាបដល់ចុងបំផុតត្បិតអ្នកនឹងត្រូវសម្រាកទៅតែនឹងបានឈរឡើងវិញដើម្បីទទួលចំណែករបស់អ្នកនៅគ្រាចុងបំផុត